ឥឡូវញោមម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមបុណ្យប្រពជាកម្មវិធីបុណ្យដ៏អោឡារឹកក៏ក្រឹកក៏ក្រែងនៅក្នុងឱកាសនេះណែដែលគាត់ធ្វើបុណ្យក្នុងពេលនេះកើតនឹងព្រះឧបល័យតើដោយហេតុអ្វីដែរសូមវិសាចនីដែលធ្វើបុណ្យនេះកើតដោយមានហេតុបច្ច័យអ្នកផ្ចង់ផ្ដើមមកទីមួយមនុស្សនឹងមាននិស្ស័យជឿកាន់ពុទ្ធសាសនាតាំងពីបុរាណទីពីរបានសែបគប់នៅសពបរោះក្នុងបច្ចុប្បន្នជាពិសេសបានស្ដាប់ធម៌អាយល់ខ្លួនចូលជ្រកតាមផ្លូវព្រះពុទ្ធសាសនាដើរតួនាទីជាអ្នកមានធម៌កតញ្ញូបំពេញកតបកិច្ចចំពោះមេត្តាបិតាបើគាត់នៅរស់ក៏ចិញ្ចឹមគាត់ទៅបើគាត់ស្លាប់ទៅក៏ត្រូវធ្វើបុណ្យឧទ្ទិសជូនទៅទី3គាត់ក៏មានលទ្ធភាពគ្រប់គ្រាន់ជាពិសេសមានលុយកាក់ប្រាក់កាសដើមទុនធនធានដែលអាចធ្វើបុណ្យបានហើយទី4សទ្ធានៅក្នុងចិត្តបើអត់មានសទ្ធាទេទោះបីមានប្រមាណក៏មិនអាចធ្វើបានដែរនៅមានលើសពីនេះទៅទៀតក៏ប៉ុន្តែយើងលើកឡើងជាគោលធំហេតុបច្ច័យទាំងអស់នឹងហើយដែលនាំឲ្យគេធ្វើបុណ្យកើតសូមជ្រាបសាធុជ្រាបហើយព្រះឧបល័យប៉ុន្តែខ្ញុំកណាឆ្ងល់ចំណុចមួយដែលគាត់មាននៅកតញ្ញូតាធម៌ទើបអាចធ្វើបុណ្យនេះកើតចុះពាក្យថាកតញ្ញូនឹងមានន័យសេចក្តីយ៉ាងណាព្រះឧបល័យសូមបកស្រាយអ្នកខ្លះថាកតញ្ញូដឹងគុណគ្រូប៉ុន្តែបើកតញ្ញូដឹងគុណគ្រូមានកតញ្ញែដឹងគុណម៉ែកតញ្ញូដឹងគុណឪតាមពិតកតញ្ញូកតាំងឧបការังជានេតិតិអ្នកដឹងនៅឧបការៈគុណដែលណានាធ្វើល្អទុកពីមុនសម្រាប់យើងគឺគេបានធ្វើល្អពីមុនមកហើយយើងដឹងគុណគេនោះបុគ្គលនឹងគេហៅថាកតញ្ញូណាអង្គម្ចាស់សូមជ្រាបសាធុចុះគ្រាន់តែដឹងនឹងជាការគ្រប់គ្រាន់ហើយឬក៏ត្រូវធ្វើយ៉ាងម៉េចទៀតប្រពល័យបើនិយាយពីពាក្យកតញ្ញូគ្រាន់តែដឹងវាគ្រប់គ្រាន់ណាហើយបើយើងធ្វើតទៀតគេហៅកតវេទីទៅកណាបើយើងមិនធ្វើកតវេទីទេវាកតញ្ញូវាប្រែថាប៉ុណ្ណឹងវាគ្រប់ប៉ុណ្ណឹងហើយសូមជ្រាបកណាហើយយើងគ្រាន់តែមានត្រឹមតែកតញ្ញូមិនទាន់គ្រប់គ្រាន់ទេញោមតលថែមកតវេទីមួយទៀតបានត្រឹមត្រូវគ្រប់គ្រាន់ពេញជាកូននោះមានធម៌កតញ្ញូកតវេទីបើគ្រាន់តែដឹងហើយមិនធ្វើតបក៏មិនកើតអញ្ចឹងដឹងហើយត្រូវតែធ្វើតបទៅបានព្រះឧបល័យកតញ្ញូនោះតើមានប្រមាណដែរសូមវិសាចនីកតញ្ញូមានច្រើនលោកតាពីបុរាណខ្លះថាមាន4ហ្នឹងមានពីផ្លូវទៀតកតញ្ញូមួយបែបកូនដឹងគុណឪពុកម្ដាយមួយបែបទៀតសិស្សដឹងគុណគ្រូមួយបែបទៀតគឺប្រជាជនដឹងគុណថ្នាក់ដឹកនាំមួយបែបទៀតគឺប្រជាជននឹងពុទ្ធបរិស័ទដឹងគុណពុទ្ធហើយអ្នកខ្លះថាកតញ្ញូល្អមើលមិនល្អហូបល្អហូបមិនល្អមើលណានោះហើយល្អមើលផងល្អហូបផងមិនល្អមើលផងមិនល្អហូបផងសរុបទៅមាន3មាន4នេះណាកតញ្ញូជន់កកតញ្ញូតលច្រកឯណានោះប៉ុន្តែខ្ញុំកណាមិនថាអញ្ចឹងទេថាកតញ្ញូមាន3គឺនិច្ចកតញ្ញូ1កាលកតញ្ញូ1បកាសនៈកតញ្ញូ1សូមជ្រាបសាធុចុះកតញ្ញូទាំង3ហ្នឹងមានន័យខុសគ្នាយ៉ាងណានិច្ចកតញ្ញូកាលកតញ្ញូនិងបកាសនៈកតញ្ញូនិងព្រះឧបល័យសូមបកស្រាយនិច្ចកតញ្ញូកូនចៅណានៅជាមួយម៉ែឪជានិច្ចពង្រើបាយទឹកព្រឹកល្ងាចទឹកក្តៅទឹកត្រជាក់គូច្បាច់អស់អញរំកិញចិត្តរាល់ថ្ងៃបានបន់ច្រើនជាងគេម៉ែជេក៏ច្រើនជាងគេត្រូវមាត់ក៏ច្រើនជាងគេហើយឲ្យតែម៉ែខឹងអាកូននៅចិត្តអួតអាកូននៅឆ្ងាយអា2ឆ្នាំមិនតាន់មកម្ដងនឹងអួតណាស់និច្ចកតញ្ញូអ្នកនៅពង្រើជានិច្ចជាមួយម៉ែជាមួយឪលោកថាបានបន់ច្រើនប្រគុណជាអង្គម្ចាស់បាយទឹកព្រឹកល្ងាចទឹកក្តៅទឹកត្រជាក់ដូចពីសម័យពុទ្ធកាលមានលោកបងមួយអង្គនោះទៅបួសនៅសល់ប្អូនស្រីចេះតែត្អូញប្រាប់លោកបងថាលោកបងហើយលោកបងឯងទៅបួសបានបុណ្យកុសលហើយចំណែកខ្ញុំកណាជាប្អូនស្រីអត់មានបុណ្យគេទេមើលទៅ
ស្រាប់តែលោកប្រាថ្នាណែប្អូនស្រីកុំគិតដូច្នោះឡើយប្អូនឯងនៅផ្ទះពង្រើព្រះគឺចិញ្ចឹមម្ដាយបាយទឹកនំចំណីរាល់ថ្ងៃប្អូនឯងបានបុណ្យខ្លាំងណាស់ប្អូនឯងពង្រើព្រះផ្ទាល់ចិញ្ចឹមម៉ែឪផ្ទាល់នេះគឺពិតជាបានបុណ្យមហាគុណដ៏ធំធេងណាស់ហើយបើសិនជាប្អូនឯងចង់បានបុណ្យឲ្យលើសនឹងថែមទៅទៀតមានអ្នកស្រុកអ្នកភូមិអ្នកផងគេធ្វើបុណ្យទៅជួយគេទៅនឹងបានបុណ្យបន្ថែមទៀតឮដូច្នោះប្អូនស្រីនោះក៏បានចិញ្ចឹមម្ដាយឪពុកប្រកបដោយធម៌កតញ្ញូលើកទុកលើកដាក់ទឹកតិចទឹកក្តៅបច្ចុកបបោពពាកភេសជ្ជៈរាល់ថ្ងៃហើយក៏តែងទៅជួយខ្នះខ្នែងក្នុងកម្មវិធីបុណ្យរបស់អ្នកភូមិអ្នកស្រុកចំណែកកាលខាងក្រោយលោកបងនោះក៏បានឡើងឋានៈជាគ្រូសូត្រនៅក្នុងវត្តចាក់ចែងប្រសង់ទៅបុណ្យទីនេះទីនោះមានពេលមួយនោះត្រូវចាត់ប្រសង់ទៅបុណ្យនៅឯត្រើយមកខាងទន្លេយាយក៏ចង់ទៅជាមួយដែរគេទៅជីកទូកទៅបាត់អស់នាងឯនេះចង់ទៅគេដែរក៏ប៉ុន្តែអាឡ័យតែចិញ្ចឹមម៉ែចាស់ពង្រើម៉ែចាស់ទៅណាមមិនទាន់បានអាឡ័យបបោពពាកយកមកបញ្ចុកម៉ែស្រាប់ទៅរួចចប់សពគ្រប់ទៅដល់មាត់កំពង់ទូកគេចេញចោលបាត់នាងឈរយំសោកស្ដាយនឹងមាត់ទឹកអោអញហើយចិត្តចង់ទៅបន់ជាមួយគេដោយសារតែជាប់ជាពាក់ជាមួយម៉ែកុំអីបានទៅបាត់ឥឡូវនៅតែញិចញោកជាមួយម៉ែទុកគេទៅចោលបាត់ណាទឹកក្តៅណាទឹកត្រជាក់ណាបបរលើកបញ្ចុកចុះឡើងគេទៅបាត់ឈរយំនឹងមាត់ទន្លេក៏លើកដៃសាពះទៅលើថាអោគុណម្ដាយហើយដែលខ្ញុំខំបំរើម្ដាយរាល់ថ្ងៃសូមឲ្យខ្ញុំនឹងបានឆ្លងទៅដោយសេចក្តីប្រាថ្នាសូមទេវតាគ្រប់ទិសទីជួយថែរក្សាការពារខ្ញុំឲ្យខ្ញុំឆ្លងទឹកទៅបានដោយសេចក្តីប្រាថ្នាអំណាចធម៌កតញ្ញូផងធ្វើឲ្យទេវតានៅជុំវិញនោះផ្អើលញោមនាងចុះដើរលុយទឹកទៅវាអត់លិចសោះទៅដល់ត្រើយមកខាងស្រាប់តែគេផ្អើលពេញទៅរោងបុណ្យគេមកសួរថាហាអូចុះទូកគេចេញចោលហើយអាមិនក៏នាងមកដល់ទីនេះបាននាងនឹងនិយាយប្រាប់ថាខ្ញុំចិត្តចង់មកខ្លាំងពេកក៏លើកដៃបួងសួងប្រណម្យនៅមាត់ទន្លេនឹងទៅថាឲ្យទេវតាជួយខ្ញុំផងគុណម៉ែគុណឪដែលខ្ញុំខំពង្រើជួយខ្ញុំផងស្រាប់តែខ្ញុំដើរមកវាអត់លិចវាអត់លងវាអត់ផុងអញ្ចឹងទៅបានភិក្ខុសង្ឃលន់មាត់ថាណកមើលចោះឃើញទេមិនថាតអ្នកបួសទេសំបីតែនៅគ្រប់គ្រងផ្ទះក៏ដោយក៏អាចធ្វើបុណ្យបានដែរអាចទេវតានឹងថែអាសាដែរអ្នកដែលមានធម៌កតញ្ញូនេះផ្អើលដល់ប្រអិនរៀបចេញដំណើរទៅណាមកណាតែងទៅលើកដៃសាពះពីលើនឹងមកគ្រប់ទិសទីទាំងអស់រហូតដល់នាតល័យទេវបុត្រឆ្ងល់ណាស់ក៏សួរទៅប្រអិនថាបបិទ្ធព្រះសមិទ្ធទេពចុះថ្វាយបង្គំអីគេគ្រប់ទិសគ្រប់ទីនោះចុះទៅក្រោមហ្នឹងបានប្រអិនថាណាចេះគោរពកោតខ្លាចតកូលរៀមច្បងចិញ្ចឹមម៉ែចិញ្ចឹមឪជាដើមថ្វាយបង្គំទៅនោះអ្នកណាមានធម៌កតញ្ញូថ្វាយបង្គំនៅនឹងញោមហើយសំបីតែប្រអិនជាស្ដេចនៃទេវតាក៏នមស្ការថ្វាយបង្គំបុគ្គលមានធម៌កតញ្ញូដែររឿងអីទេវតាគ្រប់កន្លែងមិនអើពើអញ្ចឹងទេវតាតូចតាចនាំគ្នាគោរពថែអាសាបានជានាងនឹងឆ្លងមកបានដោយសុខសុវត្ថិភាពអញ្ចឹងនឹងគេហៅថានិច្ចកតញ្ញូហើយមិនទៅញោមបើសិនជាយើងធ្វើដំណើរទៅណាមកណាចំទុកគេចេញចោលអីណាទុកដកគេចេញចោលអីគិតសាកមើលអីក៏អាម៉េចបើសិនជាចង់សាកមើលលើកដៃបួងសួងទៅលើណាញោមអើខ្ញុំពង្រើម៉ែពង្រើឪគេដែរបញ្ចុកបបរបញ្ចុកបាយអីគេដែរទេវតាអើយសូមឲ្យខ្ញុំឆ្លងរួចដោយសេចក្តីប្រាថ្នាថាអញ្ចឹងហើយលូកជើងស្ទាបមើលសិនបើសិនជាទឹកនឹងវាត្រជើងយើងជាប់មិនអីទេបើលូកទៅផុងកុំញោមអើយកុំរត់ទុកជីវិញកុំបថុយពីព្រោះអីពីព្រោះបនយើងវាមិនតាន់ស្មើគេពីដើមមាននិយាយខ្លះគាត់ថាឆ្ងល់លោកទេសនាឮតែនាងនេះថ្វាយស្អីបន្តិចនាងនោះថ្វាយអីបន្តិចបានឋានសួគ៌បានសម្រេចថ្វាយក៏លឿនម្លេះហើយឯងឥឡូវនេះធ្វើបន់ធ្វើរហូតដល់លែងហ៊ានឲ្យអ្នកចិត្តខាងដឹងហ៎អ្នកខ្លះលួចទៅចូលបន់មិនហ៊ានប្រាប់ប្តីឲ្យដឹងទេប្រាប់ថាទៅផ្សារអេនអនទៅលេងមុខវាំងតាមពិតទៅលួចចូលបន់ការលោកវត្តណាយណោះសោះព្រោះអ្នកស្រុកគេរិះគន់ថាឃើញតែធ្វើបន់ដែលឃើញបន់ជួយឲ្យសោះធ្វើឡើងហិនអស់ហ่าដល់ពេលជ្រះថ្លាតែម្នាក់ឯងអូសទាញគេមិនបានមានទៅលួចធ្វើមកឲ្យគេដឹងហើយឮលោកទេថាបន់នៅបានលឿនឲ្យឯងធ្វើមកកណោមិនក៏មិនលឿនសោះ
chừng ngó mà xua lô à tham ma còn là prap thành chế vô mới tật kì bị đảo bị chết bình biến cái chặt tầm mập táo pin tầm món ấy tật dưỡng nơi bàn cả lá piên phong nó chặt bị bay pháo toàn pin phong bà chẳng mau bị tật kì bị chết bình biến giang nam mấy mau bị bồn kì bị tràn mau sáp kì thèm tình tích group tầm món ở dưỡng bồn này tích của dưỡng thưa ba có tràn đài nên lược tì mũi kì hai thần này chỉ cắt tì nhu của con mà giảm tì pi ca là cắt tì nhu miền này tha con cháu để nơi ngay mà đòn mà cá bồ rán kì pol tha hai món và son ta ở đâu à tham ma lư tới kia vậy thật khai món son ở đâu khai món son ở đâu à tham ma số cái khai ấy món nó khai ấy son ở đâu nó bán kì về nhé tha hai món tắc hai và son tắc ở đâu miền này tha hai món tắc ở đâu cầm hai ở đâu và son tắc ở đâu ở bàn chạy mà ở clay tam sinh than đây Campuchia pi hay man nâng vật sanh tạ ra đâu ở đâu phlieng nâng ở đâu ọt phlieng anh dây tam cam vị thi bon sa sna khai châu năm nâng khai chung ban à pi nâng có mỏi khan mẹ nâng côn khlang trên cái pi nâng tầm mỏng khơi côn kia nè chật khan kia mau pruông priết anh lư tầm mô tô chụp một té chỉ ta đọ co mưa khởi lô côn mau vậy cha ai bữa côn mình mau thì ban môi mình khơi ban pi mình khơi ngày chung khơi cái thanh á ai bữa cái thanh khơi biết ai ướt miền này châu năm mẹ ai bữa châu năm mình mau thì vô hai đôi nè côn chơi nơi chật nơi ngái mày ơi nực chừng cái pi châu năm pi chung bắn chơi pi xét tình xong thì ra ai vô tự chun quạt tới quạt nâng ao po ao chế cạt miệng cố cạt sợi xua đấy ban cái hàng thật ca là cạt tình nhu mà đom mà ca nó còn ao plei nâng ca là cạt tình nhu ai bạc ca sanh cạt tình nhu nòm bong ôn đặt micro bạc ca hà cha nó hai tích tì ở hai tăng vị tê và đa tôi tê và đa thum tê và đa cầm mông tê và đa cầm lọc đam cọ trong cọ tăng pi tê và đa than xua kia than prum cả hai mê trên na có hai màu ở đây đam bay chui đăng chui lư côn trái cái miền thoa cát tình nhu cái sông khả ma tu mày ở cái thưa bon chấm ren bịch chôn cái thưa bon cát tình nhu sông tu cái pro cầm áo cho cam cho pia về ria tăng bị đa máu mình đâu khla cho cam cho pia bà chấn chi về mình thoát rút mình rút luôn nơi nông sừng cúng tay từ miền bạc pia cái này ai bữa bạc pia cái chân háo dương nẹt can sa ná trời kịch thà bữa mày ở smart chất mà chui ca nghe dưỡng ọt bà tê cái phần là bữa quạt cái phong là chặt chỉ đi hái cua thành trăm quạt bài thì chia đặt chạy ở quạt mưa tiết pre quạt tiết anh nâng chỉ bẹ pi ai chỉ bẹ anh trăm khuôn dương môi nâng liêng sọc bạc giang cụ chỉ bạch tăng bị bọc họ ai ao anh trăm tăng bị tôi mong toàn nông son quạt phong là lâu do chạy rồi ở quạt liêng môi tiết ai bà đồ cho nên bán chia cái trâu thưa bón sông khả ma tu mày ở đây cái hai thà bon cạp tình nhu bon chìm ran bịch chôn sọc ấy thabo người nó kia dùng thưa bon chi vì tiên chan sọc cari sốt sọc ấy cao để nó dùng thưa bon cha sọc cả đà nên dùng thưa bon cạp tình nhu sọc khạc tiết nôm pếch hai thà bón chìm ran bịch chôn sọc tới cứ ca sông khả ma tu mày ở có mau cho cam cho pía bị pro nè khắc cái ngò tha hối mày nâng đôi tật kia mấy có cả con mọc học kia con bong xa tôi xa là con bón một mường vô ấy khắc con bong nó chla thôi chla đó là con bón mấy có ấp chla khắc con bong này nó bị trầm trâu slow bột đó là con bón mấy có cát mà lấy ấy nè khắc tiếp con bong nó trầm trâu đó là con bón mấy bị ca bị ria tay chưa bị coi chả đó vớiประตูmấy con mày bạc ca con mọc ạ vô để thò mà lấyถ้าคอมประตูกอดนึงกำเปียปีมนเมานะโยมชวนกาลไอปีมนเมาไม่นิยสดายเจท่าไอทลบมันเป็นจัดถือมกกันเยอะดักไม้ดักนุสไตรดำปูมกกันเยอะตกบาได้ดาลการลานมกกันเยอะเดมองโยมไม่รวมมกด้วยอะไรสบกโปรยสาวด้วยสบกขนาวนังจังมาเราให้รอแต่ตัวเตียนเมียนบ้านคือมันควอลไอ้ที่เกิดในเรื่องกายสัมผัสที่มันไงติงกระแสเมื่อหลานนะผลิตพอทำไมกายสัมผัสเวลาเกย์เฮ้ยดาวตะกายขวาบนวิจารณ์ก้าวซอมมุกที่ในกอกขมันกายแต่แน่ขวาแต่นอกกายแต่นอกขวาแต่แน่จังอ่ะเพลิงคามาราเอาเคยแต่มุกซอยสกบัดกอเมืองจองเคยหลังไฟมาดองจังบ้านกิธามนุษย์ยืงต่อแต่เมียนบอลช่วยดอแต่เนี่ยเมียนบอลช่วยกิสะอาดโยมให้ตอนตั้งเตรงมาใส่พงมือตัวสะอาดพลังดอแต่ดักเปรงดักมาใส่ลางมากำรัดตีอันนั้นเมาปีไอทักเกปีมนเมากิทลอบอันยังมาเย็บดักไม้เปิงเริ่มไม้ดาวสระบ่บ้านกิการมาสระเนี่ยคลาทลอบชีไม้เธอหมดกระเวกกระบอกดักไม้อันนั้นหายเด็กการมาเจริญนำหมดวีนั่นนะ
từ vậy mới cái vô lực cái tia pi cái phliêng đó mất ai trong đưa nhưng miền tư na cho mất bị mò đan một nhom việc chẳng tăng với đam ta anh ọt đắng lên pi cái phliêng bạc chuồn cao tới đào tới cao lang móc nét việt này nhom anh đang mò pi ấy sầm lọ mai sầm lọ ứ nó nét việt đam pui nét việt đào tới lách mưa tới thà bầu đào tới chướng mưa tới cả bàn món ngót tia đo đam crót từng ngót với đam mà tê coi tóc chỉ môi cái khơi sầm lắng mi tới đó là xí cái tiêu phải là na tới trong viết thả mau bị cam pia anh lọ sầm lăng mai ô bời chẳng còn là cam pia sầm lăng mai nó việc bạc chẳng rồi cho tầm rom vô côn vô chai prơ mai prơ đôi bực con mà cha on đi nơi bị mấy năng mai ngụt tật oiประมาณ đòn mà nè nó mà ngày ở ngày nào bao nhiêu nhật nó liên sập bạc ra mỗi mai đó oi cái lai nạc là thật na có cái đó cái khơi oi cái squat oi mà luôn đó ở trong mà tức ประมาณ đòn ở trong mà khai ประมาณ đòn ตำรวจយើងចេះងុតទឹកខ្លួនឯងតាម៉ែឲ្យងុតទឹកឲ្យយើង ប្រមាណ ដងម្នាក់ថារាប់ផ្លេចឧបមាថា 10000 ដងឬក៏ថា 5000 ដងហើយចុះយើងងុតទឹកឲ្យម៉ែបាន 5000 ដងហើយនៅតយូរបានស្មាដូច្នេះគ្រាន់តែទឹកមួយមុខចាញ់បាត់ហើយបានជាវាមានបុណ្យកូនចៅត្រូវតែសុំខមាទោសរឿងជាពាក់ម៉ែជាពាក់ឪដែលព្រើម៉ែព្រើឪនឹងនាំឲ្យយើងកើតទៅជាខ្ញុំពង្រើគេជាគោជាកបីជាតម្រៃជាសេះគេព្រើអូហាទេសគេព្រើដឹកធ្ងន់ឬក៏កើតជាខ្ញុំពង្រើគេរាប់លានសែនឆ្នាំបានជាកូនអ្នកមានធម៌កតញ្ញូនឹងល្មមគិតគូរហើយណាដែលមានម៉ែឪនៅរស់គួរតែរឹសពេលវេលាធ្វើបុណ្យកតញ្ញូសុំខមាទោសគាត់ឲ្យហើយទៅកុំឲ្យជាប់កម្មពៀហើយបើសិនជាគាត់ស្លាប់បាត់បង់ជីវិតទៅក៏នាំគ្នាធ្វើបុណ្យឧទ្ទិសជូនដូច្នេះអញ្ចឹងទៅការដែលធ្វើបុណ្យដាក់មេក្រូបកោកប្រកាសឲ្យទទួលស្គាល់គុណម៉ែគុណឪនេះហើយគេហៅថាបកាសនៈកតញ្ញូអញ្ចឹងគេប្រកាសថាម៉ែឪពិតជាមានគុណម៉ែឪពិតជាព្រះកូនចៅលះបង់ដើម្បីម៉ែឪសរុបសេចក្តីកតញ្ញូមាន3និច្ចកតញ្ញូកាលកតញ្ញូបកាសនៈកតញ្ញូបកស្រាយរួចប៉ុណ្ណេះស្លេះប៉ុណ្ណឹងមិនដឹងពេញបតីឬអត់បើពេញក៏យកចោះប៉ុន្តែបើខុសឆ្លើយខ្លួនព្រះអង្គសូមជ្រាបសាធុវិញញញោមវិញមែនតែនត្មងនេះបានអង្គសានពិរេតមែនល្បីដូចដែលញាតិញោមធ្លាប់ស្គាល់ឥឡូវបានដឹងណាកូនប្រុសស្រីបើដឹងហើយត្រូវរកការរកពេលវេលាដើម្បីបំពេញសេចក្តីល្អជូនលោកឪពុកអ្នកម្ដាយដែលធ្លាប់ពីមុនមកខលខូចខ្សែទុកបាបប្រមិតមិនសូវជាដឹងខុសដឹងត្រូវឥឡូវកែខ្លួនមិនតាន់ហួសពេលទេឥឡូវក្នុងទីនេះអនុថែព្រះឧបល័យញោមម្ចាស់ផ្ដើមទានប្រធានម្ចាស់ផ្ដើមបុណ្យរួមទាំងកូនចៅទាំងអស់បានប្រពកម្មវិធីខួបគម្រប់100ថ្ងៃនិង3ឆ្នាំឯណោះឥឡូវខ្ញុំកណាសូមលើកយក100ថ្ងៃមកសួរឧបល័យបន្តិចទៀតទៅចុះព្រោះឧបល័យនឹងអធិប្បាយបកស្រាយមកពីរសក្បោះក្បាយក្នុងពេលនេះប្រគេនពរឲ្យព្រះឧបល័យនោះបុះរហូតកុំឲ្យសឹកបានឲ្យសោះរាល់ជាតិព្រះឧបល័យបុណ្យ100ថ្ងៃដែលញោមម្ចាស់ទានសម័យបុណ្យបានធ្វើនេះតើកើតតាំងពីពេលណាព្រះឧបល័យសូមបកស្រាយកើតតាំងពីព្រឹកមិញមកម្លេះសូមជ្រាបត្រូវទេចង់ដឹងប្រវត្តិដើមតងនេះហេតុអីបានជាមានបុណ្យ100ថ្ងៃហ្នឹងហើយបុណ្យ100ថ្ងៃហ្នឹងវាមានដំណើររឿងយ៉ាងណាខ្លះដែរបានជាញោមម្ចាស់ទានសម័យបុណ្យធ្វើព្រះឧបល័យសូមបកស្រាយបើថាបុណ្យនេះកើតពីពេលណាមកមើលក្នុងប្រូក្រាមហ្នឹងគេរៀបកម្មវិធីនៅនោះពេលណាធ្វើមិនពេលណាធ្វើមិនអោប្រគុណជាអង្គម្ចាស់ព្រះមហាកាសបៈប្រគេនពរប្រតិល្អណាស់សិតតែឲ្យពរគេបួសរហូតកុំឲ្យសឹកហើយគ្រូអាត្មាផ្ដាំថាយើងមកពីឆ្ងាយបានអីត្រូវចេះចែកគ្នាកុំឲ្យគេថាទៅនៅផ្ទះម្ដាយទីទីទៅព្រៃម្ដាយតែមួយណាអញ្ចឹងហើយពាក្យហ្នឹងដាស់តឿនឲ្យយើងបានអីត្រូវចេះចែករំលែកគ្នាកុំឲ្យគេរិះគន់ថាចូលព្រៃសត្វសាហាវរកអំពាវគ្នាមកជុំដល់បានស្គរទឹកខ្មុំពួនក្នុងកត់ឆាន់មកអងឯងក៏មិនកើតអញ្ចឹងយើងមកពីឆ្ងាយដែរបើយកពរល្អនឹងតែម្នាក់ឯងដូចអាត្មានឹងលោកពេកប្រសំក្នុងផ្ទះនេះច្រើនអង្គដែរយកអីតែឯងនោះបើអញ្ចឹងពរនេះល្អណាស់ទៅដើរមើលទិញតាមផ្សារចាស់ផ្សារថ្មីអូអាស័យអូឡាំពិចតិចទាំងផ្សារអេនអនក៏គ្មានគេលក់ដែរ
បដូច្នេះហើយយកតែឯងមិនកើតទេសូមប្រគេនប្រគុណម្ចាស់គ្រប់ព្រះអង្គជាពិសេសសូមឲ្យពរនេះឲ្យទេវតាទស្សបរមីបារមីលោកយាយដូនពេញព្រះអង្គដងតើជំទាវតៃលោកយាយម៉ៅលោកតាបច្ចៅភ្នំផ្ដាល់ពេជ្រនិលពពកវលពពាលខែបារមីវត្ថុស័ក្តិសិទ្ធិគ្រប់ទីកន្លែងទាំងអស់ជួយថែអាសាការពារប្រគុណម្ចាស់ព្រះអង្គលោកគ្រូខាត់សុគឿននេះឲ្យបួសរហូតរាល់ជាតិកំឲ្យជាតិណាសឹកបាននៃសោះដោយសេចក្តីប្រាថ្នាសាធុទៅលោកសាធុចឹងបាទមើលបារមីនៅវិញរាប់អស់លីងចង់ស្អីមែនទេអេអរគុណណាស់ញោមញាតិពុទ្ធបរិស័ទបន់100ថ្ងៃប្រគុណម្ចាស់សួរថាបន់100ថ្ងៃមានប្រវត្តិមានប្រភពមកពីណាពាក្យថាបន់100ថ្ងៃមានន័យថាណានាស្លាប់ម្នាក់រួចគិតពីថ្ងៃស្លាប់មកទល់នឹងថ្ងៃនេះគឺ100ថ្ងៃឬក៏99បើបដិជាប្រគុណមិនយល់ទេខ្ញុំកណាឧទាហរណ៍ថាប្រគុណម្ចាស់ហ្នឹងសកុតហើយរាប់ពីថ្ងៃសកុតមកទល់នឹងថ្ងៃហ្នឹងបាន99ថ្ងៃហើយស្អែក100ឲ្យគេធ្វើបន់អាបន់ហ្នឹងហើយគេហៅថាបន់100ថ្ងៃមិនជ្រាបទេសូមជ្រាបហើយតើឡាញោមអើយលេងឧបមាកាសបៈត្មងញោមគឺក្បាលផ្ញើដូចខ្មោចលងយើងញោមមិនអីទេឧបមាអញ្ចឹងក៏អញ្ចឹងទៅដល់ប៉ុន្តែចង់ដឹងឥឡូវយើងគិតថាចាប់ពីថ្ងៃអនិច្ចធម៌រហូតមកដល់ពេលនេះ100ថ្ងៃឥឡូវគ្រប់100ហើយញោមម្ចាស់ទៀតធ្វើហើយចឹងចង់ដឹងប្រវត្តិ100ថ្ងៃហ្នឹងហេតុអីបានជាមានកម្មវិធីបុណ្យ100ថ្ងៃហ្នឹងព្រះឧបល័យសូវិសច្ចនីកណាអរប្រគុណណាស់មនុស្សដែលស្លាប់ទៅហើយមនុស្សនៅលើលោកយើងនេះមានពិធីធ្វើបុណ្យហ្នឹងខុសៗគ្នាដែលគេហៅថាវប្បធម៌ជាតិពន្ធុវិជ្ជាជំនឿសាសនារបស់ជាតិសាសន៍នីមួយហ្នឹងគេមានជំនឿខុសៗគ្នាប្រគុណម្ចាស់បើយើងនិយាយដល់ពាក្យនេះសូមជម្រាបថាមនុស្សសពថ្ងៃសម័យឥឡូវក្មេងខ្លះគេក៏ស្ដាប់ធម៌យល់ក្មេងខ្លះក៏គេមិនជឿដែរស្ដាប់ទៅស្រួលគេស្ដីឲ្យលោកថាអញមិនជឿប៉ុន្តែឥឡូវយើងគិតដល់ក៏ដោយគិតមិនដល់ក៏ដោយយើងត្រូវចាត់ទុកថាជាវប្បធម៌ប្រពៃណីយើងជឿក៏ដោយមិនជឿក៏ដោយក៏ត្រូវតែនាំគ្នាកាន់សិនដែរព្រោះជាវប្បធម៌ប្រពៃណីបុរាណគេថាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពុនរាយជាតិថ្កានបើចង់ឲ្យជាតិខ្មែរយើងមានជីវិតរស់នៅលើពិភពលោកជាមួយគេតទៅទៀតថែរក្សាវប្បធម៌យើងបានគេស្គាល់ថាខ្មែរនៅរស់ហើយបើយើងលះបង់បំបត្តិវប្បធម៌ឯងចោលឃើញតែមនុស្សឲ្យជាងងដឹងជនជាតិអីទេយើងទៅមើលប្រទេសគេជឿនលឿនរីកចម្រើនប៉ុណ្ណាក៏ដោយគេមិនដែលលះបង់វប្បធម៌គេចោលដែរហើយយើងវិទ្យាសាស្ត្រក៏មិនទាន់រីកចម្រើនជឿនលឿនជាងគេដែរបើដូច្នេះថែរក្សាវប្បធម៌យើងទាំងអស់គ្នាកុំឲ្យខ្ចាត់បាត់ខ្ចាយឆ្ងាយទៅព្រះគុណណាយបើនិយាយពីវប្បធម៌មនុស្សនៅលើលោកក្រោយពីមានមនុស្សស្លាប់ទៅគេនាំគ្នាធ្វើតាមជំនឿគេជនជាតិខ្លះម៉ែគេស្លាប់ទៅគេសែងយកទៅដាក់ក្រោមដើមឈើរួចគេរំជុំវិញគេថាតលតែធ្វើអញ្ចឹងបានជូនដំណើរម៉ែឪគេបានទៅឋានសួគ៌ជនជាតិខ្លះទៀតបើម៉ែឪគេស្លាប់ទៅគេសែងយកទៅដាក់ចោលក្នុងព្រៃគេថាតលដាក់ចោលអញ្ចឹងបានជូនដំណើរគាត់ដោយប្រពៃអ្នកខ្លះទៀតទៅគេយកទៅដាក់ចោលកន្លែងនេះកន្លែងនោះដូចជានៅប្រទេសអេស្គីមូគេនិយមថាបើម៉ែឪគេស្លាប់ទៅគេសែងយកទៅដាក់លើភ្នំតកកឲ្យតែគាត់ដេកលើតកកទៅគាត់បានតិចទៅជុំហើយអញ្ចឹងទៅចំណែកនៅទីបេភាគខាងជើងវិញគេយកទៅឲ្យថ្មាតស៊ីគេថាបើម៉ែឪគេស្លាប់ទៅគេយកទៅឲ្យថ្មាតស៊ីបើថ្មាតនឹងស៊ីឈ្មោះថាម៉ែគេបានឋានសួគ៌ម្ល៉េះហើយគេដឹកជូនមួយថ្ងៃហ្នឹងគេយកទៅសាកសពទៅឲ្យថ្មាតស៊ីរឿងហ្នឹងនៅមានទល់សពថ្ងៃណាញោមគេដឹកយកទៅទលាក់ឲ្យថ្មាតស៊ីអាចារ្យភ្លុកគេហៅដុំដេហ្នឹងអង្គុយកាប់សាកសពហ្នឹងឲ្យថ្មាតហ្នឹងស៊ីហើយដល់ថ្មាតស៊ីម៉ែឪគេអណាស់ស៊ីរួចទៅគេរត់ទៅមើលលាក្បាលថ្មាតចោះរុនប៉ុណ្ណាអាចារ្យទាយថាប្រហែលថ្ងៃទៀតគាត់ចាប់ជាតិវិញហើយជនជាតិមួយចំនួនគេជំនឿជឿយកទៅចោលក្នុងព្រៃស្មោសានអញ្ចឹងទៅឲ្យសត្វស៊ីជនជាតិមួយចំនួនទៀតគេថាអត់ទេយកទៅបដែតទឹកដូចជានៅក្នុងប្រទេសឥណ្ឌាជនជាតិកាន់ព្រហ្មញ្ញសាសនាដែលនៅក្នុងជាពិសេសគឺទីក្រុងគិរិនសីមានសន្តាគារច្រើនធំនៅតាមទីក្រុងហ្នឹងមានទីប្រឆាច្រើនជិត100ទីប្រឆានោះហើយមានសន្តាគារច្រើនគេហៅថាសន្តាគារចាំស្លាប់
ណាមានតិចទៅគេទៅកក់បន្ទប់នឹងទុកឲ្យម៉ែឪគេទាំងហើមតិចសម្រានក្នុងបន្ទប់នឹងទៅសំណុកគាត់ស្លាប់ទៅវាចិត្តផ្លូវទៅឋានសួគ៌ដុតរូលបន្តិចបន្តួចទម្លាក់ទឹកប្រងទៅហើយទៅឋានសួគ៌ហើយតាមការសន្និដ្ឋានឆ្អឹងមនុស្សនៅបាតទន្លេនឹងប្រហែលជាលើស2ម៉ែត្រទៅកម្រះនោះហើយគេមានជំនឿជឿអញ្ចឹងគេថាដាក់ទឹកទៅឋានសួគ៌អ្នកនៅឆ្ងាយសពថ្ងៃហ្នឹងគេចងដាក់លើដបូលឡានញោមគេរុំកណាត់ក្រហមចងដាក់លើដបូលឡានហើយបើកដឹកយកមកដល់ស្រែកតម្លាក់ឲ្យអាចារ្យភ្លុកដុតរូលតម្លាក់ទៅឋានសួគ៌ជូនដំណើរម៉ែគេអ្នកខ្លះទៅនៅចិត្តហ្នឹងគ្នាគ្មានលទ្ធភាពទៅដេកនឹងមាត់ស្ទឹងនឹងរដូករណែលរងចាំឲ្យស្លាប់វាសំណុកចិត្តផ្លូវទៅឋានសួគ៌អាត្មាដែលទៅម៉ោង3ម៉ោង4ចិត្តភ្លឺដើរប៊ីទាំងជាន់មនុស្សគេដេករងចាំស្លាប់ញោមមើលឲ្យវាចិត្តផ្លូវទៅឋានសួគ៌អ្នកភូមិអ្នកស្រុកនៅក្បែរមាត់ទន្លេហ្នឹងនៅពេលដែលមានមនុស្សណាម្នាក់ស្លាប់គេហែយកមកបូជាទម្លាក់ទន្លេហ្នឹងញោមគេស្រែកជួយយកខុសឲ្យទៅហឹងពេញផ្លូវអាចារ្យអ្នកពីមុខអ្នកស្រែកមួយហើយអ្នកសែងទាំងអស់អ្នកហែខ្មៅទាំងអស់ស្រែកឲ្យទៅហឹងហើយបើយើងទៅប្រទេសឥណ្ឌាយើងទៅចាប់អារម្មណ៍សិក្សាមើលអញ្ចឹងល្អមើលតែថ្លៃគេស្រែកអ្នកមុខទៅថារាមណាមសច្ចហេអ្នកសែងនោះគេស្រែកថាហេរាមណាមសច្ចហេហេអត់ទៅសួរគេទេគេថាម៉េចគេថាឈ្មោះអ្នកស្លាប់នឹងបានទៅឋានសួគ៌ពិតមែនទេពិតមែនអាសច្ចៈនោះពិតសច្ចហេពិតមែនទេពិតមែនហេអញ្ចឹងមកហើយផ្សែងយកទៅដល់មាត់ទន្លេហ្នឹងឲ្យអាចារ្យភ្លុកដុតរូលតម្លាក់ទៅគេថាទៅឋានសួគ៌ទៅអ្នកខ្លះក៏គេយកទៅកប់បញ្ចុះក្នុងដីដូចជាក្រិចរោមអ៊ីតាលីជាដើមមានម៉ាំមីមានដុលម៉ងមានម៉ងហៀមានអីពិធីកប់គេហើយចំណែកចិនបុរាណគេថាកប់ទៅឲ្យតាន់ព្រះសិអាមេត្រីយកលំនាំតាមប្រកាសបៈណាលោកនិព្វានទៅហ្នឹងលោកនៅនិព្វាននៅក្នុងភ្នំកកដាតរីឬក៏កដាបាតហ្នឹងភ្នំគៀបលោកទុកនៅក្នុងនោះសន្ធប់លោកទុកគេនឹងបូជាលោកជំនាន់ព្រះសិអាមេត្រីម្ល៉េះហើយគេជំនឿថាកប់សពហ្នឹងឲ្យតាន់ព្រះសិអាមេត្រីប៉ុន្តែព្រះសិអាមេត្រីផ្ដាំតាមឧបពុទ្ធថែមកថាមិនមែនអញ្ចឹងទេគឺឲ្យខំស្ដាប់លោកទេសនាវិញសិក្សាពីរឿងការសាងបារមីនៃព្រះពុទ្ធវិញបានតាន់ចេះហើយអ្នកខ្លះទៀតទៅក៏គេមានជំនឿទៅលើបូជាដោយព្រះអាគីរួចគេក៏បានទុកធៀបនឹងគោរពបូជាសរុបលទ្ធផលក្រោយពីមានមនុស្សណាម្នាក់ស្លាប់ទៅយ៉ាងហោចណាស់យើងឃើញកម្មវិធីធំ3ទី1ជាបណកិច្ចទី2គឺមរណសង្គ្រោះទី3តេខេណានុបទានទី1ជាបណកិច្ចគឺកិច្ចបូជារៀបចំទុកដាក់សាកសពដោយ4ប្រភេទដូចលើកឡើងបាញ់មិញគឺយកទៅបោះចោលក្នុងព្រៃកប់ទុកក្នុងដីបដែតក្នុងទឹកនិងបូជាដោយភ្លើងឯចំណែកបុណ្យទី2គេហៅថាមរណសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់នេះគ្នាវាមានទុកហើយបើយើងមិនមកជួយទុកឡើង2ទុកមួយព្រោះម៉ែឪស្លាប់ទុកមួយព្រោះអ្នកភូមិផងហ្នឹងគេមិនអើតឈ្ងោកបើអញ្ចឹងគេឲ្យយើងមកជួយសង្គ្រោះគ្នាព្រះអង្គឲ្យសង្គ្រោះដោយធម៌4ទានអ្នកពយៈវច្ចៈសមាណត្តតាអត្ថចរិយាទានអ្នកមកចូលចាប់មគ្គផលលុយកាក់អង្គជាព្រៃខ្លះពយៈវច្ចៈមកជួយសូត្រធម៌សូត្រអាពោលពាក្យដឹកនាំអប់រំអូសទាញឬក៏ចេះស្មូតចេះសូត្រអីចឹងទៅព្រោះគ្នាមានទុកឲ្យវិលវល់ឯទី3នោះគេហៅថាសមាណត្តតាធ្វើទម្លាក់ខ្លួនឲ្យស្មើកុំឲ្យប្រកាន់ថាអញឋានៈខ្ពស់ជាងអញមានជាងអញធំជាងអីអត់ទេជីវិតមួយដូចគ្នាស្លាប់ម្ដងម្នាក់ទេថ្ងៃនេះគេថ្ងៃក្រោយយើងដូចតែគ្នាទេខ្ញុំកណាមិន20ទេមិនមែនបំភ័យញោមញាតទេឧបមាថា100ឆ្នាំទៀតបើមានគេធ្វើបុណ្យនៅកន្លែងហ្នឹងមុខលោកទេក៏មិនមែនអញ្ចឹងដែរហើយមុខអ្នកស្ដាប់ធម៌ក៏មិនមែនអញ្ចឹងដែរមនុស្សទាំងអស់នឹងដូរផ្លាស់ទាំងអស់100ឆ្នាំទៀតបើមានគេធ្វើបុណ្យនៅតំណឹងមនុស្សមកប៉ុណ្ណឹងហ្នឹងអត់មានទេដូរអ្នកថ្មីទាំងអស់ញោមញាតទៅឯណាហើយអាត្មាទៅឯណាប្រគុណម្ចាស់អង្គនេះទៅឯណាមានទៅណាស្នូលដីនឹងឯងកិច្ចមិនផុតពីសគុតកិច្ចមិនផុតពីស្លាប់ប្រគុណម្ចាស់ក៏សគុតញោមញាតក៏ស្លាប់អត់តាអាត្មាមួយដែលអត់ស្លាប់ស្លាប់ធ្វើអីបើគេទៅដើមគ្នាស្លាប់លន់ហើយយើងប្រជែងគេធ្វើអីប៉ុន្តែទោះបីយើងមិនចង់ក៏កិច្ចមិនរួចដែរហើយបើយើងកិច្ចមិនរួចទេទុកឲ្យវាទៅតាមដំណើរទៅកុំទៅដើមអង្គនេះលោកចាស់យើងទុកឲ្យលោកទៅតាមស្រួលដូច្នេះហើយញោមញាតពុទ្ធបរិស័ទមនុស្សយើងកិច្ចមិនផុតពីស្លាប់បានព្រះអង្គឲ្យយើងថាជួយសង្គ្រោះគ្នាទៅតម្លាក់ជីវិតតម្លាក់មាននេះកុំឲ្យថាប្រកាន់យើងធំហ៎បានធម៌មួយទៀតគេហៅថាអត្តចរិយាចេះអីជួយនឹងទៅកុំចាំបាច់ទៅគេជួលអីនេះហៅថាមរណសង្គ្រោះ
ai bon tì bấy kia hai thà bon tiệt thì nan nộp bờ tiền cứ cá ở tư nơi bon của xó chia biên chia đàm tuân từ ao nè slap xong mình chia đôi khay thà nè slap tới ở miền do ai từ bàn này đôi ruộng bon khmau ruộng bon sọp kia đã cắn nát son khmai cái nhôm trên nam mới nâng bình dương ao từ miền nè slap ruộng bon cái lấy tới từ nóc trên nam mà khơi từ so hay khmai hơi so năng ai nè máu bờ liệt bẹ so tới thì cặp cắn nát khmai bờ liệt bẹ khmai cặp cắn nát so bờ dương từ so ruộng nâng cái đã cắn nát so cứ rum cắn nát khmai gần nông bon sọp anh mấy ban cái đã anh trong cái thà khmai nó phai khmai nó chung so nó phai thọ bay chọp luôn thọ buồn chọp sách thọ môi cắt đách người sòl thọ pí bay chọp luôn làในtrắng tục hàng anh ta mình tiền toạt mình thật thề mình chê cá chỉ là bao dương từng ngọc nè ở thọ buồn chọp sách đầy tập lương sòl thực hiện đột thì bồ chia về tây đây tập lương sòl thọ môi cắt đách cứ thì cái đây slap người sòl thọ pí cứ khmai nâng so nông ảnh khmai nâng ba so nâng bon khmai nâng con bị bắt sầm đạp trên dây đam so nâng con sầm bắt tục kia sa khmai nâng pơ krop so nâng pơ lọ khmai nâng báp cổ so nâng pơ cổ so đôi chân nè slap từ miền tập pi bản năng tê nhôm nhiệt bật thở bò là sát hay bắt đôi chân nè drop sầm bắt miền pích cây con nè slap tới vô ọt ban hết quạt miền tập hol bon để quạt vừa banประมาณ ตะนองtới bán chỉ miền cam bị thi bon nâng ở tứ tới chuồn quạt hết nhà anh nâng bên này thập nhà sờ hồi áo ấy nè nhố dương slap tới ọt miền vô miền pích cây con tới dương tới ban để phần nó côn trái kịp nhà sờ hồi thèm để ao tiền ở quạt miền đam tuân là bay vừa tầm nào từ cao chỉ mình nuôi rồi có cao chỉ tê và đa rồi có chắp chỉ cầm nát cao này na chẳng tiệt khi nam nộp tiền nâng việc bật tránh thưa nơi ngày slap của miền thưa nơi ngày phẩm pơ của miền thưa nơi ngày sai sập phẩm buôn của miền mà rồi của miền mà năm của miền bay năm của miền tầng óc cứ tiệt khi nam nộp tiền này cao pi phẩm pơ ngày nó thì thà cày luôn mày ở bong ôn con chào dương miệt đà bay đá slap tới chặt con toàn đặt ở lò lái cho chụp bẹ nâng côn cho chụp bẹ nâng chai tia sờ bay cả lạnh than pe quạt slap tư thưa ơi rom quạt vol chỉ quan là chặt trong cao cho chụp bẹ thưa ơi quạt và đệ son thích chặt cầm nát cao và đo hòa son nơi khôn nông cầm nát xăm và về xây sạt đài nó tràn miên cầm nát cho chụp bẹ môi để miênอายุ 7 ngày cao chỉ ni chỉ nu và đo hòa son nơi lơ đây đi 7 ngày cõi bàn to cầm nát từ mà cho ăn tiết bán cái vườn bon là ngày thì 7 nông mà xa cái hai thằng bon 7 ngày chẳng tư đo tầm mà rồi ngay hay ấy ban chỉ miên vườn bon mà rồi ngày class sai sập 9 sai sập 7 nó mất tham mà rồi ngày sai sập 4 ngày sai 7ấy nó màu bị chân này pan mà rồi ngày này miền nè prai sắc xa sài chìm mà chân luôn thở chìm lon tam bọc chân sài cha mà chân luôn thở tê chân của miền khmai của miền mà rồi ngày chân của miền khmai của miền pro bát tê pi nước căn sa na bậc bột đôi khné mà rồi ngày chân không bị khmai trong tha chân cái mẹ tam cái buôn hong suối bật vừa từ cả lôi ngày ná cái vừa ngày nong ai khmai cái ọt miền mẹ hong suối ấy thế rồi thì ngày slap đôi mà rồi ngày ná cái vừa ngày nong á phần là bậc cái đầu ngày cái rước do sai cái tết rước cái rước do ngày tầm nê để vì mình cho ăn ca nghe à nó cái rước chăng hết mấy ban chỉ miền bon mà rồi ngày tham miền nị tiêm khung sợi tra bệnh chẹt mà thàn che nè slap nè na thưa bon khlang bon tràn slap rút từ ca chỉ tê và đa rư mình nộp lẹt hết nè na thưa ba khlang slap rút từ nửa ruột tẹt phim ở cho nè bon có thưa ba có thưa bà hai cái này nó ao từ na bon có thưa chê bị trao kia có chê hay tầm thua tới vậy đam kia có vậy thưa ba có thưa bon có thưa lê cái này tới bà hai cái này chạy mình đặt strike slap tới ao từ ca này na mình nụ bẹp ní mình toàn từ cả ấy ná cái ao chỗ từ căn sầm nặng dùng mà riêng trong nét có miền nị tiến này không tê và tu từ sốt này bật trai bạch đỏ đài nơi pe để dương châu từ đó sầm nặng dùng riêng xua lên lục dây màu bina nồng phần ban thưa bon thưa sa lay ọt phong thay trăm năm cối trăm châu căn sòng kỳ lần toàn năm cối phong slap màu đào tới cái nứt mưa tới ó ba tràn chiếc bon từ đài thằng đó cái ta nó màu bina đây nồng phầnไอ้บ้านทวีบอลไอ้เต้ถ้าชนำกรอยลางปรางโกนกิทวีบอลเอาเรื่องตอนชนำกรอยท้องสลับเมาเต้เป็นเด็ดเมื่อเต้อ๋อบาปจานเชียงบอลมาทางไหนไอ้เจ้าเยัยโนมาบินาได้ทำไมบ้านทวีซัลทวีเตียนในออดบ้านสมาเตียนซัลมันละงี้ยกติดได้เป็นออลิงเบย์จังไปกรอนบาชิงออดได้โดยชนะวิมีนเรื่องรายกิซัวประเภทจัง
ដល់តែពេលសួរហើយយើងរនឹកបនយើងឆ្លើយត្រូវចេញរួចមកវិញហើយបើឆ្លើយមិនត្រូវគេឃុំទុកដល់តែពេលសួររួចហើយទៅយើងឆ្លើយមិនរួចយមរាជនឹងឯងជួយរនឹកយើងហើយក៏មានបនមួយចំនួនទៅរំលឹកណាញោមទៅរំលឹកយើងទៅរំលឹកដូចជាក្នុងរឿងនិទានរបស់សុបិនកុមារនោះម្ដាយនឹងមានកូនមួយទៅបួសដល់ពេលម្ដាយនឹងចូលទៅកាន់សំណាក់យមរាជនឹងគេយកទៅបោះក្នុងដៅនរកហ្នឹងសួររកបនរកកុសលរកមិនឃើញស្រាប់តែគេយកទៅបោះក្នុងដៅនរកនឹកឃើញហាភ្លើងនេះពណ៌ដូចជាពណ៌លោកអញមានលោកកូនមួយទៅបួសដែរក៏ស្រែកថាលោកកូនអើយជួយញោមផងក៏ស្រាប់តែផ្កាឈូកវាផុសត្រទៅយមមកបានចាប់យកមកឲ្យសួរចម្លើយម្ដងទៀតបាទដឹងថានាងនេះបានអានិសង្សកូនបួសអញ្ចឹងទុកទោសល្មមអាចចេញរួចក៏ឲ្យចេញត្រឡប់មកវិញមកនាងហ្នឹងក៏បានមកកាន់សិល8ហើយក៏បាននាំគ្នាធ្វើបុណ្យទានពំពោះលោកជាភិក្ខុទៅក៏ទៅឋានសួគ៌ទៅហើយមានតាមួយទៀតគេយកទៅបោះម្ដៅនរកដែរគាត់ធ្វើបុណ្យម្ដងញោមស្រាប់តែគាត់ធ្វើបាបច្រើនដល់សួររកបុណ្យមិនឃើញគេបោះទៅស្រាប់តែចៃដន្យចែអង្ការដែលគាត់កំបួសកូនហ្នឹងវាអត់មានជាពណ៌ផាប៉ានដូចឥឡូវមានអីលេអាសបកឈើដូចសបកកញ្ចៅបាយកញ្ចៅដូនទាវអីចឹងដល់ទៅលោកនិមន្តទៅវាក្រាស់លន់តែផឹកផ្លាច់គាត់ចំណាំថាផ្លាច់ហ្នឹងលោកកូនអញតែមុននឹងផឹកអញ្ចឹងស្រាប់តែដល់ពេលគាត់ស្លាប់ទៅធ្លាត់កំណើតទៅកន្លែងហ្នឹងគេយកទៅសួរចម្លើយមិនត្រូវស្រាប់តែគេយកទៅបោះក្នុងដៅនរកអាប់ភ្លើងហ្នឹងវាឆេះលន់តែផឹកគាត់នឹកថាហ្នឹងដូចលោកកូនអញអញបានបួសកូនម្ដងដែរត្រេកអររឿងបុណ្យហ្នឹងចេញភ្លុចពីនងមកទៀតទៅចាមានអ្នកខ្លះទៀតធ្លាប់ដាក់ចង្ហាន់លោកក៏មានដែរដោយតាម្នាក់នោះគាត់អ្នកប្រមាញ់បាញ់សត្វហើយលោកមួយអង្គនឹកថាអញទៅប្រោសតានឹងម្ដងបើមិនប្រោសគាត់មកជាតិគាត់មិនដែលឃើញធ្វើបុណ្យនេះតែស្លាប់ទៅនរកហ្មងទៅប្រោសគាត់ម្ដងធ្វើមិនឲ្យគាត់ចេះធ្វើបុណ្យម្ដងដើរទៅញោមអើយសុំបិណ្ឌបាតចង្ហាន់បានមួយចាននោះណាថាមិនឲ្យយើងទៅណាទៅក៏មកមិនឲ្យទេលោកមិនខ្ចីទៅលោកដើរតាមញោមសុំបិណ្ឌបាតចង្ហាន់បានម្ដងមកថាមិនឲ្យទេទៅណាទៅយើងមិនឲ្យទេទៅរកណាបានទៅចុះលោកមិនខ្ចីទៅនៅតែដើរតាមទៅសុំតានឹងថាលោកនេះផ្អើលសត្វអញអស់លីងហើយបាញ់សត្វមិញបានបើលោកដើរតាមក្រោយរហូតវាផ្អើលសត្វហ្នឹងនឹកឃើញថាបើមិនឲ្យលោកនេះលោកនឹងមកព្រះលោកអត់ទៅសោះឲ្យលោកមួយចាននោះទៅវាផុតមិនជ្រះថ្លាទេឲ្យនឹងនោះមួយចានទៅប៉ុន្តែលោកធ្វើឲ្យជ្រះថ្លាលោកក្រាលអាសនៈឲ្យលោកឆាន់ស្រាប់ទៅបរោះនឹងសម្លឹងមើលលោកឆាន់ចង្ហាន់អញដែរណោះក៏ជ្រះថ្លាតាមក្រោយធ្វើបន់បានតែម្ដងប៉ុណ្ណឹងឯងញោមស្រាប់តែធ្វើបាបច្រើនដល់តែស្លាប់ទៅកាន់សំណាក់យមរាជហ្នឹងក៏យមរាជនឹងសួរនាំរកអីមិនឃើញគេយកទៅបោះដៅនរកទៅស្រាប់តែកលេចមើលឃើញភ្លើងឆេះពណ៌ដូចជាពណ៌លោកក៏នឹកឃើញថាភ្លើងនេះពណ៌ដូចជាពណ៌លោកមួយអង្គតាមសំបាយអញអញធ្លាប់ដាក់ចង្ហាន់ប្រគេនលោកមួយចានដែរតានឹកឃើញអាបុណ្យពេលហ្នឹងចេញរួចមួយទៀតហើយអាហ្នឹងគេថាបុណ្យតាមរំលឹករីឯអ្នកមកបែបទៀតក្រោយពីយមរាជសួរនាំរំលឹកអីអត់ឃើញទៅយមរាជក៏ជួយរនឹកឲ្យពីព្រោះវាធ្លាប់មានតាម្នាក់នោះគាត់ធ្វើបុណ្យតែម្ដងនិយាយពីឧទ្ទិសបុណ្យនោះគ្រប់គ្នាហ្មងឧទ្ទិសដល់ព្រះអិនដល់ព្រះព្រំដល់ព្រះយមបបាលដល់ព្រះយមរាជដល់ព្រះចក្រឡោក្បាលគាត់អង្គុយឧទ្ទិសបុណ្យគាត់ឲ្យគេអស់ស្រាប់តែដល់ពេលគាត់ធ្វើបាបច្រើនគាត់ស្លាប់ទៅកាន់សំណាក់កន្លែងហ្នឹងយមរាជសួររកបុណ្យរកមិនឃើញយមរាជថាជឿរនឹកឲ្យថាណែលោកតាឯងធ្លាប់ធ្វើបុណ្យម្ដងកាលពីថ្ងៃប៉ុណ្ណេះខែប៉ុណ្ណេះឆ្នាំប៉ុណ្ណេះមកពីលោកតាឯងឧទ្ទិសឲ្យខ្ញុំដែរបានខ្ញុំដឹងហ្នឹងបាននិយាយប្រាប់ទៅមែនខ្ញុំធ្វើបុណ្យមែនត្រេកអរនឹងបុណ្យហ្នឹងក៏ចេញរួចពីនងមកទៀតទៅនិយាយពីអ្នកដែលឆ្លើយមិនរួចរនឹកមិនឃើញយមរាជសួរសំណួរមួយជាសំណួរចុងក្រោយហើយសំណួរហ្នឹងសួរដូចគ្នាទាំងអស់អង្គណាក៏គេសួរអញ្ចឹងយាយណាក៏គេសួរអញ្ចឹងដែរហើយបើឆ្លើយរួចបានត្រឡប់មកវិញបើឆ្លើយមិនរួចនៅក្នុងហើយឥឡូវអាត្មាដឹងចម្លើយហើយបើយាយណាចង់ដឹងអាត្មាប្រាប់ហើយបើមិនចង់ដឹងទេអាត្មាអត់ប្រាប់ទុកឆ្លើយទៅម្នាក់ឯងយមរាជសួរថាលោកយាយនៅជាមនុស្សដែលឃើញទេវទូតដែរឬអត់ហើយយាយណាដែលឃើញទេវទូតដែរអត់ចេញអត់រួចទេឆ្លើយថាឃើញទេវទូតហើយទេវទូតនឹងមានប្រមាណយើងថាទេវទូតមាន5វាខុសពីទេវទូតព្រះអង្គចេញបួសទេវទូតមាន5ស្អីខ្លះទី1កូនក្មេងតូចកុំងាទី2មនុស្សចាស់ទី3មនុស្សឈឺទី4មនុស្សស្លាប់ទី5អ្នកទោសឆ្លើយរួចតែប៉ុណ្ណឹងចេញរួចបាត់
បណ្ណយាយថាអីក៏ស្រួលម្លេះដេកគុណអើយឲ្យចុះបើសិនជាខ្ញុំកណាតែញរោដល់យមរាជសួរសូត្រឲ្យស្ដាប់ហ្មងទៅវាមិនស្រួលហ៎ថាវាអត់ស្រួលទេបើមិនពិចារណាធម៌នឹកអត់ឃើញណាញោមពេលហ្នឹងនឹកអត់ឃើញទេតើពិចារណាធម៌មិនកូនងាហ្នឹងតំណាងឲ្យជាតិតែជាតិកើតមកហើយចាស់ឲ្យតែចាស់ហើយវាឈឺឲ្យតែឈឺហើយស្លាប់អញ្ចឹងពិចារណាធម៌វាដេញតគ្នាហ្នឹងជាច្បាប់ធម្មជាតិឲ្យជនអ្នកទោសមកពីអីញោមអ្នកទោសមកពីអីអ្នកជាប់គុកមកពីអីមកពីធ្វើខុសនិយាយខ្លះថាមកពីលួចគេខ្លះថាមកពីវាយគេច្បាប់ព្រមមិនតាន់កម្រះប៉ុណ្ណេះរាប់រយមេត្រារដ្ឋបវេនីកម្រះប៉ុណ្ណេះរាប់រយមេត្រាបុកបញ្ចូលគ្នាច្បាប់រាប់ពាន់មេត្រាទៅខុសទៅជាប់ទោសប៉ុន្តែយើងពិបាកចាំច្រើនពេកតាមពិតកាន់ពុទ្ធសាសនាយើងតែ5មេត្រាអសោះដាច់អា5មេត្រាហ្នឹងឯងបានជាវាជាប់ទោសហ្នឹងគឺសិល5អញ្ចឹងកាន់តែ5មេត្រាហ្នឹងឲ្យជាប់អត់ចូលគុកទេអត់ទៅជាអ្នកទោសរួចទេអង្គការសហប្រជាជាតិគេក៏លេខឃើញតំណឹងល្អឥឡូវគេយកសិល5ដាក់ជាគោលច្បាប់អង្គការសហប្រជាជាតិទេពីព្រោះប្រទេសណាក៏ចង់បានសុខសន្តិភាពដែររីឯ5មេត្រានេះក្តោបច្បាប់គ្រប់ប្រទេសកុំសម្លាប់ជីវិតគេកុំលួចគេកុំប្រព្រឹត្តខុសកូនប្រពន្ធគេកុំកុហកបោកប្រាស់កុំសូរ៉ាតែប៉ុណ្ណឹងគ្រប់ល្មមអស់ហើយលេងហើយអញ្ចឹងអ្នកទោសមកពីដាច់សិល5តលពិចារណាឃើញប៉ុណ្ណឹងឆ្លើយរួចហើយបើឆ្លើយរួចបានមកកើតជាមនុស្សទេវតាវិញប៉ុន្តែបើឆ្លើយមិនរួចទេអត់ទាន់បានមកទេគឺឃុំទុកនៅកន្លែងហ្នឹងដោយលោកទេសនាថាអត់បានទៅដើរលេងការ៉ាអូខេទៅទាវបបឯណាទេអត់ទទួលបន់គេបានទេនៅរងទុកលំបាកនៅកន្លែងនោះគេឃុំទុកដល់ថ្ងៃណាទុកដល់ថ្ងៃទី100អាហ្នឹងតាមសាត្រាទេច្បាប់របស់បុរាណអាចារ្យរៀបមកថាច្បាប់នៅស្រុកគេហ្នឹងគេឃុំដល់100ថ្ងៃញោមដល់ថ្ងៃទី100យមបបាលគេហៅមកជំរះម្ដងទៀតយមរាជថាណែឯងតាំងពីស្លាប់មកកាន់សំណាក់យើងអស់100ថ្ងៃហើយឥឡូវថ្ងៃនេះជាថ្ងៃទី100ឥឡូវច្បាប់ស្រុកគេមានការយោគយល់មួយថ្ងៃហៅមកជំរះម្ដងទៀតយមបបាលនាំគាត់ចេញដើរទៅបើសិនជាមានបងប្អូនកូនចៅណាគេធ្វើបន់ឲ្យគាត់ទទួលយកផលបន់នោះសោយសម្បត្តិទឹកកើតជាមនុស្សទេវតាចុះប៉ុន្តែបើគ្មានណាគេធ្វើបន់ឲ្យទេត្រូវនាំគាត់មករងទុក្ខលំបាកនៅកន្លែងនេះតទៀតចឹងបានយមបបាលគេជូនដំណើរចេញមកអាថ្ងៃទី100មកដើររកបងប្អូនកូនចៅគេលោកមានពីណាគេធ្វើបន់ឲ្យគាត់ទទួលទៅបានដើមទុនទៅកើតជាមនុស្សទេវតាទៅហើយបើគ្មានទេនាំចូលទៅកាន់សំណាក់នងវិញដល់ថ្ងៃណាចេញទេគេទាំងចិនទាំងខ្មែរគេនាំគ្នាសិក្សាឃើញរឿងកន្លែងហ្នឹងក៏នាំគ្នាបង្កើតកម្មវិធីបន់100ថ្ងៃទៅធ្វើបន់ឲ្យតាន់អាថ្ងៃទី100នោះក្រែងលោកម៉ែឲ្យយើងមិនតាន់បានទៅចាប់ជាតិកំណើតនឹងបានទទួលនៅថ្ងៃទី100ហ្នឹងរឿងរ៉ាវ100ថ្ងៃវាមានប្រភពមានប្រវត្តិមកពីវាមានរឿងអញ្ចឹងមិនមែនប្រពុតនឹងបង្កប់បញ្ជាថាណែឯងត្រូវតែធ្វើ100ថ្ងៃត្រូវតែធ្វើ7ថ្ងៃអត់ទេគេអ្នកសិក្សាឃើញអញ្ចឹងទៅគេក៏បង្កើតកម្មវិធីឲ្យតាន់អា100ថ្ងៃហ្នឹងប្រគុណជាអង្គម្ចាស់ខ្ញុំកណាឆ្លើយនេះដូចជាវែងពេកហើយម្យ៉ាងទៀតខ្លាចអស់សំណួរខាន់សួរប្រគុណម្ចាស់ខាងនោះមិនប៉ុណ្ណឹងតើជ្រាបទេប្រគុណម្ចាស់សូមនិមន្តទទួលបដិសេនឹងសុទទួលហើយព្រះឧបល័យឆ្លើយពីរស់ក្បោះក្បាយចង់ឈប់ទេប៉ុណ្ណឹងតែចុះមិនបន្តទៅទៀតទេព្រោះនៅមួយអង្គទៀតអនន្តដោះស្រាយពីកពីឯណោះញោមហើយចឹងដកតួនាទីព្រះឧបល័យបង្វែរទៅឲ្យព្រះអនន្តម្ដងដើម្បីឆ្លើយបន្តទៅទៀតក៏ក្រែ3ចឹងឯងញោមរៀងយូរបន្តិចក៏រៀងយូរបន្តិចអញ្ចឹងញោមដែលចូលចិត្តស្ដាប់ធម៌យូរក្រែ3ហ្នឹងបានយូរមែនណាក៏ឥឡូវនៅមួយអង្គទៀតព្រះអង្គផុនភក្តីតារាដែលល្បីតាមទូរទស្សន៍តាមរូបប៉ុនអីហើយដើម្បីថាពាក្យហ្នឹងយូរហើយឥឡូវបានជាញោមបានដើរសម្ដែងធម៌ដោយគេដោយឯងដែរឥឡូវព្រះអនន្តអើយត្រៀមស្មារតីទៅណាខ្ញុំកណានឹងលើកនៅសំណួរជាបន្តទៅទៀតដណ្ដឹងសួរហើយការខួប100ថ្ងៃក្តីឬក៏ខួប3ឆ្នាំក្តីនឹងស្តៀងគ្នាទេពីព្រោះគ្រាន់តែអនិច្ចធម៌មុនហើយនឹងក្រោយឯពិធីធ្វើនោះគឺដូចគ្នាហើយតួនាទីនេះព្រះឧបល័យក៏បានអធិប្បាយបកស្រាយល្មមស្ដាប់បានយល់ចូលចិត្តរួចហើយឥឡូវដល់មកដល់ព្រះអនន្តម្ដងខ្ញុំប្រកាសណានឹងដណ្ដឹងសួរទានក្នុងប្រសូតនិងទានក្នុងព្រះវិន័យឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់បានស្ដាប់ជាបន្តបន្ទាប់ទៅទៀតហើយយើងដឹងហើយទានក្នុងព្រះសូត្រនោះគឺមាន10
อันนังปานังวัดทางเยียนังมีเลียกันทั้งเวลปานังไสยาบังทั้งปฏิไปยังเตียนวัดพ่ออิเมเตียสะหัวใบตักเยียนจุ่มนิกากำร้องเครื่องกโอ้เครื่องเลี้ยตีได้ตีสำนักอาศัยเครื่องปฏิจเตียนโกไม่จังเตียนขนมเปรียโซเตียดอกนั้นแหละปลายเส้นเจียบโกนามวยปานทือเตียนเตียดอกหรือก็ขนมจำเนามวยขนมเตียนเตียดอกนั้นแหละแต่ปานพออย่างนาได้เปรียอันนั้นโซบิสัจนีสาธุสาธุสาธุเนโมตัสสะปิเกเวตอระหะตอสมาสัมพุทธัสสะนะโมตัสสะปิเกเวตอระหะตอสมาสัมพุทธัสสะนะโมตัสสะปิเกเวตออระหะตอสมาสัมพุทธัสสะนะมัตตรัตนัตยสตูลព្រះបង្គំខ្ញុំបកណាមចាស់សូមលើកកំបងហដ្ឋានមស្ការគោរពរំលឹកនឹកសរសើរគុណចំពោះព្រះភគវន្តអរហន្តសម្មាសម្ពុទ្ធអង្គនោះព្រមទាំងប្រធននិងព្រះអរិយសង្ឃដោយសេចក្តីគិរវៈជ្រះថ្លាដ៏ពងពោះឧត្តមឧត្តមប្រសើរបំផុតក្នុងលោកសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះមហាថេរទាំងពីរព្រះអង្គសូមនមស្ការក្រាបថ្វាយបង្គំចំពោះបកករណាប្រគុណម្ចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមានវត្តមានគង់ប្រថាប់នាវេលាឱកាសគ្រានេះចម្រើនពរចំពោះអាដាមលោកជំទាវញាតិញោមពុទ្ធបរិស័ទសាទរសប្បុរសប្រុសស្រីទាំងអស់អត់មានមេក្រូនេះមិនលឺបងមើលឲ្យមេក្រូនោះឲ្យបងសាធុផន្តេធរៈបបិទ្ធព្រះមហារាជកាសសពបងដែលចម្រើនឥឡូវនេះសូមបញ្ជាក់ចម្លើយដែលប្រគុណម្ចាស់ព្រះមហារាជកាសសពបងព្រះអង្គនឹងដឹងនឹងចោទសួរហើយមិនវែងទេអាត្មាប្រហែលជាសុំតែ5ដល់10នាទីឬ20នាទីចប់បាទព្រោះមើលទៅមុខញាតិញោមដូចរៀងអេនអនគ្រប់ទាំងគ្នាទៅហើយណាមួយអង្គប្រគុណម្ចាស់ព្រះមហាថេរទាំងពីរព្រះអង្គក៏1ម៉ោងជាងតិចហើយអញ្ចឹងអាត្មាសុំតែ5ដល់10នាទីទេមិនវែងទេឥឡូវទៀនក្នុងប្រសូតទាំង10មានអីខ្លះកុំឲ្យខាតពេលវេលាបញ្ជាក់ញាតិញោមដោយប្រគុណម្ចាស់ព្រះមហារាជកាសពព្រះអង្គបញ្ជាក់ខាងដើមទៀនប្រសូតមាន10ប្រសងលោកសោតឲ្យញាតិញោមស្ដាប់រាល់ថ្ងៃព្រោះគ្រាន់តែថាយើងមិនយកចិត្តទុកដាក់ជួនកាលលោកសោតមិនប្រែជាភាសាខ្មែរជាខេមរៈភាសាញាតិញោមបានស្ដាប់យល់ណាប្រសងលោកសោតនៅក្នុងធរអានណាំងព្រោះអានណាំងប៉ាណាំងវត្តខាងយាណាំងមាលាកនធាំងវលេប៉ាណាំងសេយាវសថាំងបតិបេយ៉ាងទៀននៅវត្ថុអិមេតស័តទៀននៅវត្ថុទាំងឡាយ10យ៉ាងមានបាយទឹកសម្ពុតយានជំនីបការកម្រងគ្រឿងក្រអូបគ្រឿងលាបទីដីទីសំណាក់អាស្រ័យជាដើមអាណាំងបាយប៉ាណាំងទឹកវត្តខាងសម្ពុតយានណាំងការឲ្យយានជាដើមណាអ្នកឲ្យយានឈ្មោះថាឲ្យសក្តីសុខណាទីបតោហោនតចកតោអ្នកឲ្យបតិឈ្មោះថាឲ្យចក្ខុគឺភ្នែកវត្តខាងអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ប៉ុន្តែចាប់អារម្មណ៍ត្រង់ពាក្យមហារាជកាសពបងព្រះអង្គបញ្ជាក់ថាបើលើកទាំង10នោះ2ម៉ោងអត់ចប់ទេឥឡូវឃើញម្ចាស់ផ្ដើមទានប្រធានអ្នកផ្ដើមប៉ុនគាត់ធ្វើសម្ពុតស្បង់ស្បៃត្រៃជីវរចង់លើកអំពីវត្តខាងណាលើកតែមួយចុះមិនបាច់លើកច្រើនទេបើលើកទាំង10ហ្នឹងមិនដឹងប្រហែលម៉ោងទេបងឥឡូវលើកតែមួយចុះត្រូវតាមកិច្ចនៃពិធីបុណ្យថ្ងៃនេះផងហើយទឹកចិត្តសទ្ធាជ្រះថ្លារបស់ម្ចាស់ផ្ដើមទានប្រធានដើមបុណ្យគាត់មានធ្វើសម្ពុតស្បង់ស្បៃត្រៃជីវរនឹងប្រគេនចំពោះព្រះភិក្ខុសង្ឃអង្គសាមណេរផងតើការឲ្យសម្ពុតនឹងឈ្មោះថាឲ្យពណ៌ឲ្យដូចម្ដេចវត្តខាងសម្ពុតនឹងអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ទីបតោហោនតចកតោអ្នកឲ្យបតិឈ្មោះថាឲ្យចក្ខុគឺភ្នែកមនីបតិយីលបតេមនីបាំងអ្នកឲ្យរបស់ដៃគប់ចិត្តរមែងបានដែររបស់ដៃគប់ចិត្តជាដើមលក្ខនឹងលក្ខវត្តខាងអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ដែលញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់បានយោងយកកំណើតកើតក្នុងលោកសន្និវាសនេះបានមនុស្សស័កសម្បត្តិទាំងចាក់បានសម្បត្តិមនុស្សមកហើយពេញលក្ខណៈល្អរូបល្អរាងសម្បោសាច់នឹងវាស្អាតដោយប្រគុណម្ចាស់ព្រះឧបល័យលោកបញ្ជាក់ខាងដើមអញ្ចឹងបើថាមកដោយសារបុណ្យគឺអត់ចាំបាច់ផាត់ការ៉ែមថែមម្សៅទៀតទេមែនទេដល់វាស្អាតឯងតែម្ដងអត់ចាំបាច់ប៉ះអត់ចាំបាច់បើទេប៉ិនបើមកខ្វះបុណ្យទោះបីជាប្រឹងប៉ះក៏វានៅតែមិនពេញលក្ខណៈដែរមែនទេណាប៉ះមកទៅវាខ្វះត្រង់កកនេះប៉ះកកនេះទៅវាខ្វះត្រង់គល់ដៃគល់ជើងនេះចឹងជាទីណាប៉ះថ្មិញលើវានៅថ្មិញក្រប៉ះច្រមុះមកខាងវានៅមកខាងព្រោះអាត្មាចាប់អារម្មណ៍ត្រង់តែភ្នែកចលៀងកែងបងណាចោលមន់តងាប់ទាមើលកាទៀវទៅថោកមីឯណានោះដឹងរឿងគេច្រើនដល់ហើយញោមបងមហាឧបល័យណាហ្នឹងហើយអាហ្នឹងមកពីខ្វះបុណ្យញោមចាប់អារម្មណ៍មកពីខ្វះបុណ្យបើមកគ្រប់បុណ្យអត់ចាំបាច់តបតែងអញ្ចឹងទេហើយអត់ចាំបាច់ប្របាកអញ្ចឹងទេហើយមែនអ្នកខ្លះកើតមកជាមនុស្សដូចគេដែរកើតក្នុងតកលពងពោះ
ហើយអ្នកវិជាសាស្ត្រឥឡូវគេអត់ជឿបនជឿបាបទេគេថាអ្នកកើតមកខ្មៅកើតមកសកើតមកខ្វាក់ខ្វិនជ្រាពីការកងងដៃកងងជើងហ្នឹងថាមកពីសែនដែរគេថាចេះឥឡូវអាត្មាសំបកស្រាយរឿងវិជាសាស្ត្របន្តិចចុះណាបើមកពីសែនឧទាហរណ៍តាម៉ែនឹងឪបើឪនឹងមានខ្នៅកូនកើតមកក៏ត្រូវខ្នៅដែរមែនទេសែនយមសិក្សាពីជីវវិទ្យាបើឪសម៉ែសកូនក៏កើតមកសដែរសែនមែនទេណាប៉ិនចោះអ្នកខ្លះនិយាយពីម៉ែឪនឹងសដូចសម្លៃប៉ិនកូនមកពីរអ្នកសស្គុះស្រាប់តែមួយចុងក្រោយគេនោះខ្មៅដូចខ្ញុំបាទអាហ្នឹងវាកាត់ទៅណាបើសែនវាត្រូវសដែរមិនបានមកខុសគេតែម្នាក់វាមែនអ្នកខ្លះកើតមកខ្មៅកញ្ញេះគ្រៀបកញ្ញែងក៏មកឲ្យសក់កញ្ញែងសើចឆ្ងាញ់អត់ថ្មិញមានអញ្ចាញក៏មានដែរខ្ញុំបាទអាហ្នឹងមកពីខ្វះបនមកវាអត់គ្រប់ហើយបើមកគ្រប់គឺពេញលក្ខណៈដូចញាតិញោមអញ្ចឹងភ្នែកនៅក្រោមចោមច្រមុះនៅក្រោមភ្នែកមាត់នៅក្រោមភ្នែកនេះហើយបើថាមកខ្វះបនភ្នែកផ្សេងចោមផ្សេងដូចបើឲ្យបល័យថាអញ្ចឹងចោលមន់ងាប់ទីអាណាគេចង់អាក្រក់អញ្ចឹងថាមកពីយើងវាខ្វះបនហើយអ្នកខ្វះបនអូប្រឹងកែញោមមួយថ្ងៃជួនកាលអ្នកស្រែខ្លះផ្ដាំកូនណាស្រីបើកូនឯងទៅធ្វើការតាមបណ្ដាក្រុមហ៊ុននយោជកបុគ្គលិករដ្ឋឯកជនបើប្រាក់ខែមកដំបងបាច់ទិញសោមមកសរុបសេរីស្ដាប់ផ្ញើម៉ែទៅតែងតែថ្នាំសក់ម្ដងពីរដងមកបានទេបងណាហ្នឹងហើយបានអាថ្នាំសក់ហ្នឹងមកផាត់ដល់ខ្មៅក្រាប់នៅរមុខកញ្ចក់ណាញឹមដាក់កញ្ចក់បងហើយបានតានេះក៏សើទៅនិយាយវាដូចលាបថ្នាំសក់ដូចក្មេងម្ដងទៀតវ៉ៃដូចស្អាតដល់ហើយវែងនឹងរៀងហ្នឹងលែងទៅវត្តកើតណាជាប់ចម្ពាក់ណាស្រឡាញ់ពេញចិត្តជាមួយនឹងរូបនេះលាក់ទៅណាមិនរួចទេអញ្ចឹងអត់ណាមិនតាន់ស្រួលទេញោមបាទណារកសេចក្តីសុខស្ងប់នឹងក៏មិនតាន់ឃើញទេបើនៅតែរបៀបនេះណាអញ្ចឹងបញ្ជាក់ញាតិញោមណាគ្រាន់តែបញ្ជាក់ថាអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌កាលណាយើងប្រគេនសម្ពុតស្បង់ស្បៃត្រៃជីវរដល់ព្រះភិក្ខុសង្ឃអង្គសាមណេរដែលលោកអាចបិទបាំងរាងកាយនេះបិទបាំងរបងផងមូសផងក្តៅផងត្រជាក់ផងហ្នឹងឲ្យលោកញ៉ាំងជីវតិនទីងាយស្រួលក្នុងការប្រព្រឹត្តព្រហ្មចរិយធម៌ហ្នឹងលោកមានសេចក្តីសនុកកាយសบายចិត្តបច្ចុប្បន្ននេះផងអនាគតជាតិណាញាតិញោមពុទ្ធបរិស័ទបានសេចក្តីសនុកកាយសบายចិត្តបច្ចុប្បន្ននេះផងរហូតដល់អនាគតជាតិក៏បានសេចក្តីសនុកកាយសบายចិត្តដូចលោកយកទៅប្រើអញ្ចឹងហើយបានពណ៌សម្បោរនឹងភ្លឺស្រស់ស្អាតភ្លឺស្រស់ស្អាតអត់ចាំបាច់កែទេមិនបើថាប្រគេនសម្ពុតស្បង់ស្បៃត្រៃជីវរលោកមិនថាតែប្រគេនសម្ពុតស្បង់ស្បៃត្រៃជីវរនេះទេប្រគេនអីក៏យើងសบายចិត្តដែរឲ្យតែបានធ្វើបន់ជាមួយនឹងឧត្តមប្រភេទណាអ្នកមានគុណធម៌គឺយើងសบายចិត្តឧទាហរណ៍អាត្មាឃើញជាពិសេសអ្នកស្រុកស្រែអ្នកតិចទៀតដល់ខែរដូវកឋិនណារដូវកឋិនចូលមកដល់យាយខ្លះសន្សំលុយទុកតាំងពីឥឡូវដើម្បីបានទិញត្រៃទិញសម្ពុតស្បង់ស្បៃត្រៃជីវរទៅហែកឋិនគេមែនទេញោមអ្នកស្រែណាហើយបើថាសន្សំមិនបានកូនគេឲ្យមិនគ្រប់ទេលុកមេមន់មេទានឹងផ្សំគ្នាណាហើយគាត់ទិញតម្លៃត្រឹម 1000 ត្រឹម 5000 ឬក៏ 15000 លុយខ្មែរអាចធ្វើឲ្យគាត់នឹងសบายចិត្តរហូតមុននឹងកឋិនមកដល់នឹងសบายចិត្តហើយបាត់ណាពេលកឋិនមកដល់ហែត្រៃរបស់គាត់ស្បង់ជ័យរបស់គាត់ជ័យវររបស់គាត់នឹងសบายចិត្តមួយសាទៀតហែហើយឃើញលោកប្រើស្បង់ជ័យវររបស់គាត់ដេកសบายចិត្តថែមទៀតសบายចិត្តរហូតអស់ត្រឹម 5000 លុយខ្មែរឬ 10000 លុយខ្មែរគាត់សบายចិត្តរហូតតែបើសិនជាយកលុយ 5000 ឬលុយ 10000 នេះយកទៅទិញស្រាផឹកមកថាដូចអត់សบายដូចយើងធ្វើបន់នេះមែនទេជួនកាលផឹកស្រាទៅស្វឹងសតិនេះមិនតាំងនៅមកជេរប្រពន្ធជេរកូនដៀលថ្មាច់ឆ្លុកតក់តែងខ្វែងកំណត់គ្នាវាចំណេញត្រង់បែកចានបែកឆ្នាំងបែកទូទុកតិចទីអស់ឃើញទេអត់បានសេចក្តីសុខតែបើយើងយក 10000 យក 5000 នេះយកទៅធ្វើសេចក្តីល្អណាមិនថាតែធ្វើជាមួយសង្ឃទេដោយប្រគុណម្ចាស់ព្រះមហាបល័យលោកលើកឡើងខាងដើមអញ្ចឹងអាមិសសង្កហៈនិងធម្មសង្កហៈសង្គ្រោះដល់បុគ្គលដែលកំពុងតែមានទុក្ខយើងយកសង្គ្រោះដោយអាមិសក្តីសង្គ្រោះដោយធម៌ក្តីណាអាចញ៉ាំងបុគ្គលដែលយើងសង្គ្រោះនោះឲ្យបានសេចក្តីសុខផងយើងក៏បានសេចក្តីសុខផងដែរណាឥឡូវចូលដល់ត្រង់សំណួរយើងណាលើកតែមួយទេវត្តខាងញោមឲ្យសម្ពុតឈ្មោះថាឲ្យពណ៌ដូចនាងអមាតន្តីអញ្ចឹងឧទាហរណ៍ណាជាស្ត្រីដែលមានរូបសម្បត្តិស្អាតដាច់គេក្នុងក្រុងដោយសារអីដោយសារបានប្រគេនសម្ពុតស្បង់ស្បៃត្រៃជីវរនេះបណ្ឌការនោះប្រគេនចំពោះព្រះអរិយបុគ្គលព្រះបច្ចេកពុទ្ធណាសម័យដើមសម័យព្រះហើយសម័យបច្ចុប្បន្ននេះយើងធ្វើជាមួយសមត្ថិសង្ឃប៉ុន្តែឲ្យតាំងចិត្តទៅជាមួយសង្ឃបុណ្យកុសលនឹងចម្រើនដូចគ្នាសម្រេចដូចគ្នាមិនតោះខុសអីទេវានៅត្រង់ចេតនារបស់យើងនេះឲ្យតែតាំងចិត្តជាមួយសង្ឃ
ណាកុំឲ្យទៅធ្វើជាមួយបាដែលបុគ្គលិកធានកុំឲ្យធ្វើទានជាមួយបុគ្គលទៅបានណាឲ្យតែតាំងចិត្តជាមួយសង្ឃបុណ្យកុសលនោះទោះបីជាមិនធ្វើជាមួយព្រះអរិយបុគ្គលក៏បុណ្យកុសលនោះចម្រើននិងសម្រេចដូចគ្នានាងឧមាតន្តីស្អាតញាតិញោមណាធ្លាប់ស្ដាប់រឿងនាងឧមាតន្តីដឹងប្រគេនសពុតស្បង់ស្បៃត្រៃជីវរណានិយាយពីរូបវិញញោមមិនធម្មតាទេធំពេញវ័យវឌ្ឍនាការកំមុំឡើងអាយុ6 7 ដល់ 10បរោះណាបានឃើញនាងឧមាតន្តីឆ្លុកវង្វេងគ្រប់គ្នាទាំងអស់ឧទាហរណ៍តដើមមកផ្សារថ្មីណាអ្នកពងហូបកាទៀវមិនយកកាទៀវញុកមាត់ទៅញុកកាជាក៏មានអ្នកហាន់សាច់ជ្រូកមិនកាប់សាច់ជ្រូកក៏កាប់ដៃខ្លួនឯងក៏មានដែរណាអ្នកពងឲ្យឆក្បែរតសនឹងអោបតសនឹងបងអែលតសនឹងថើបតសនឹងដូចមនុស្សឈួតចឹងព្រោះឃើញសម្រាប់របស់នាងនឹងទុកវាមិនបានដោយសារអីដោយសារនាងបានតាំងចិត្តសច្ចាប្រាថ្នាថាប្រគេនសពុតស្បង់ស្បៃត្រៃជីវរភិក្ខុមួយអង្គព្រះបច្ចេកពុទ្ធមួយអង្គដែលចោលលួចសម្រាប់ស្បង់ចីវរយកអស់ណាកើតសេចក្តីអាណិតរឿងហ្នឹងវាវែងវាលើកដើមតមកប៉ុន្តែអាត្មាកាត់កុំឲ្យវាវែងពេកណាលើកត្រង់កន្លែងប្រគេនយកស្លឹកឈើបាត់បាំងរាងកាយហ្នឹងមកដល់នាងកើតចិត្តអាណិតបៃតិសោមនស្សរីករាយហើយទៅបំរើគេរាប់ឆ្នាំណាទៅមកបានសពុតមកត្បូងហ្នឹងណាត្បូងកាត់ពាក់កដាលយកទៅប្រគេនលោកដល់លោកយកទៅក្រងទៅដូចមានពន្លឺចេញពីបកាយមកកើតបៃតិសោមនស្សរីករាយកើតចិត្តជ្រះថ្លាណាត្រេកអរជាមួយសង្ឃរតនៈប្រគេនទាំងអស់បំរើគេរាប់ឆ្នាំហើយនាងតាំងចិត្តដោយសច្ចៈវាទថាសុំបើខ្ញុំព្រះអង្គកើតជាតិណាសុំមកមានរូបសម្បត្តិស្អាតនិយាយទៅពុយស្អាតពុះស្អាតឲ្យវាដាច់គេបើបរោះណាឃើញសុំមកឈួតឆ្លុកវង្វេងនឹងរូបខ្ញុំទាំងអស់នេះវាអញ្ចឹងថែមមកឈួតនឹងមួយទៀតបានមកហ្នឹងគេឃើញឈួតគ្រប់គ្នាទាំងអស់ណាហើយដល់អញ្ចឹងពេកដូចពិបាកដែរញោមទីបំផុតបើកុំតែមានបរិជាអ្នកមានបនខ្ពស់ម្លេះសំនាងនៅកំមុំប្រៅអត់មានអ្នកណាត្រូវទាំងអស់អ្នកណាក៏គេអត់មានបនកុសលបានរួមរស់នៅជាមួយនាងអាប្តីដែលរៀបការហើយមានមន្ត្រីម្នាក់ទៅតដឹងមុននឹងទៅតដឹងហ្នឹងបរិជាល្បីតានាងហ្នឹងវាស្អាតប្រើមន្ត្រីឲ្យទៅមើលលក្ខណៈរបស់នាងហ្នឹងតើជាស្ត្រីបញ្ញពិតកល្យាណីស្ត្រីលំអ5ដែរឬក៏អត់ណាដល់ទៅមើលមន្ត្រីវាសិតតែប្រុសដល់ម្ដាយរបស់នាងឲ្យកាន់ទឹកក្តៅទឹកត្រជាក់យកមកទទួលមន្ត្រីទាំងអស់ហ្នឹងទៅជាឈួតវង្វេងណាអ្នកខ្លះសើចអ្នកខ្លះយំអ្នកខ្លះអោបពូកអ្នកខ្លះឈរអ្នកខ្លះអង្គុយគ្រប់គ្នាអស់ទៅណានាងឯណោះអាឃើញសភាពបែបហ្នឹងចូលទៅក្នុងបន្ទប់វិញហើយថាអ្នកទាំងអស់ហ្នឹងឈួតសិតតែអត់គ្រប់ទឹកចេះមួយចុះពីរខ្មាស់នឹងនាងឧមាតន្តីណាខ្មាស់នឹងនាងឧមាតន្តីត្រឡប់ទៅវាំងវិញទូលបរិជាថាបបិទ្ធមហារាជនាងហ្នឹងមិនមែនជាស្ត្រីស្អាតទេជាស្ត្រីកាលសនីស្រីអាក្រក់ស្រីមិនល្អចេះមួយចុះពីរបរិជាលើទៅតែចឹងអន់ចិត្តស្រឡាញ់លែងស្រឡាញ់ណាថ្ងៃក្រោយអាមាត្យទៅតែដឹងយកមកខ្លួនឯងដល់តែដឹងបានមកទៅប្រពន្ធហើយប៉ុនវាមិនដល់ណាយប់ឡើងត្រូវរួមរស់នៅជាមួយគ្នាគ្រាន់តែកលេចឃើញនាងអាមាតន្តីទុនជង្គង់ដេកលុបបាត់យប់ឡើងកលេចឃើញនាងអាមាតន្តីទុនជង្គង់ដេកលុបបាត់គ្មានបាននៅរួមរស់ជាមួយប្រពន្ធដែរណាការឲ្យអស់រយៈកាលប្រហែលខែគ្មានបានរួមរស់នៅជាមួយប្រពន្ធកាត់សេចក្តីនៃរូតមកទីបំផុតមកត្រូវជាមួយបរិជាអ្នកមានទស្សពិតរាជធម៌ទាំង10ណាអ្នកមានបនកុសលខ្ពស់ហ្នឹងបានអាចរួមរស់នៅជាមួយនាងអ្នកបើបនហ្នឹងវាខ្ពស់ពេកប្រាថ្នាខ្ពស់ពេកហួសហេតុពេកអត់មានអ្នកនៅជាមួយអញ្ចឹងណាយាយអញ្ចឹងមកល្មមបានណាណាអញ្ចឹងប្រគេនសម្ពុតនេះឈ្មោះតឲ្យពណ៌ទៅអនាគតជាតិមានពណ៌សម្បោស្រស់ស្អាតប៉ុន្តែទេសថាអញ្ចឹងមានអ្នកខ្លះគេតេះទៀនដែលយើងទេសឲ្យជាប់ជាពាក់នៅក្នុងវត្តដាក់នេះទៀតឥឡូវប៉ុន្តែមុនទៅដល់អេកន្តៈបរមសុខនឹងយើងវាងាយបឋិជននេះវាមិនងាយណាវាតលសន្សំឧបនិស្ស័យនឹងបិតិចទៅច្រើនដូចញោមសន្សំលុយចឹងបនកុសលនេះបារមីនឹងដូចគ្នាចឹងដែរមិនមែនវាប់ឡើងមាត់ចង់ទៅនៅពៀននេះវាបានទៅនៅពៀនភ្លីឯណាអត់ទេបើមិនជឿសួរញាតិញោមនៅមុខអាត្មាទាំងអស់គ្នានេះមើលមានញាតិញោមប្រមាណអ្នកចង់បានទៅពៀនលើកដៃមើលអ្នកចង់ទៅនៅពៀនញោមណោះមានអ្នកឆ្លើយតែអត់បាត់ហ៎មកឥឡូវញាតិញោមប្រមាណអ្នកចង់ទៅនៅពៀនសុំលើកដៃមកឆាប់ឡើងឆាប់ចប់លើកដៃអ្នកចង់ទៅនៅពៀនប្រមាណអ្នកលើកដៃអ្នកចង់ទៅនៅពៀនយាយខាងកើតខាងលិចដឹងអាចចូលនៅពៀនគ្រប់គ្នាហើយបញ្ញត្តិញោមនៅមុខអាត្មានេះបើលើកបានតែ3នាក់ឃើញទេក្នុងរោងប្រហែល5 600នាក់លើកបានតែ3នាក់ទេឲ្យតែលឺនៅពៀនខ្លាចតែហ្មងយើងហ្នឹងអ្នកខ្លះគេធ្លាប់ស្ដាប់ព្រំម៉ាញបើក្មេងៗផងវាលឺព្រំម៉ាញវាខ្លាចនៅពៀនណាព្រំម៉ាញវាថាណាសម្បត្តិមនុស្សសម្បូរស្រីសម្បូរស្រា
សម្បត្តិទេវតាសម្បូរធុកសម្បូរទៀននៃបព្រះនិព្វាននេះមានអត្តល័យកោតទេបងចឹងអាចារ្យឲ្យពរដល់និព្វានដល់ទេអាចារ្យដកលុយវិញឡើយកុំអាលឲ្យដល់និព្វានហ្នឹងខ្លាចនិព្វានឃើញទេមកពីយើងក៏មិនតាន់យល់ហើយអ្នកខ្លះទៀតឲ្យទៅលឺនិព្វានដឹងតែងាប់មកមែនទេណានិព្វានគឺដឹងតែស្លាប់មែនទេនិព្វានចែកជាពីរឧបាតិសេសនិព្វានអនុបាតិសេសនិព្វាននិព្វានមួយរលត់ទាំងខណ្ឌរលត់ទាំងកលេសដោយព្រះសម្មាសម្ពុទ្ធអីព្រះអង្គរលត់ទាំងខណ្ឌរលត់ទាំងកលេសណាហ្នឹងនិព្វានមួយដែរនិព្វានមួយទៀតខណ្ឌនឹងនៅប៉ុន្តែកលេសហ្នឹងវារលត់អស់ហើយអាហ្នឹងក៏ឲ្យឈ្មោះថានិព្វានដែរណានិព្វានហ្នឹងវានៅត្រង់យើងរលត់រីគាទីកលេសទាំងពួងមិនសាត់បងហើយទោះបីជាអាសាសៈបាសាសៈខណ្ឌ5នេះវាមិនតាន់រត់យករូបក៏ឈ្មោះថានិព្វានដែរណាគឺសុខស្ងប់ណាអស់រីគាទីកលេសទាំងពួងឥឡូវស្ដាប់ហើយយល់បន្តិចមិនបានអធិប្បាយវែងទេយល់តែនិព្វាននឹងយ៉ាងម៉េចណាកុំខ្លាចនិព្វានឥឡូវសួរម្ដងទៀតបាទអ្នកចង់ទៅនិព្វានប្រហែលអ្នកសុំលើកដៃច្រើនគ្នាវិញឃើញទេបាទឥឡូវសិតចង់ទៅនិព្វានគ្រប់គ្នាឮសូវចឹងបាទព្រោះនិព្វាននោះវាសុខអត់មានអីលាយឡំអេកន្តៈបរមសុខអេកៈវាមានតែមួយក៏អត់មានអីលាយឡំឥឡូវឮចឹងចង់ទៅនិព្វានគ្រប់គ្នាឥឡូវកំអាលលោកឧទាហរណ៍មួយស្ដាប់សិនឧទាហរណ៍ថាដោយគុណភក្តីឬក៏ព្រះអង្គមហាកាសបៈឬព្រះអង្គមហាឧបល័យមានថ្នាំទឹក2គ្រាប់ថ្នាំទឹក1គ្រាប់លេបទៅដល់និព្វានរបស់មិនបាច់ប្រឹងទាំងសំបារមីរាប់ម៉ឺនអសង្ខ័យកម្រៃរាប់សែនកាប់ដោយព្រះអង្គលេបដល់និព្វានរបស់1គ្រាប់ទៀតលេបទៅយាយអាយុ80ស្បែកជ្រួញភ្នែកស្វាំងកម្លាំងថយទៅណាក៏ភ្នែក4ទៅណាក៏ជើង3លេបទៅមក8ដល់10វិញខ្ចីលវក់លេប1គ្រាប់ណាញោមទីហោណាទីហោមានថ្នាំ2គ្រាប់នឹងលេប1គ្រាប់ណាទៅនិព្វានតែយាយអត់កវលបងអ្នកកវលធំធំមានតែយកនិព្វាននេះអាចយក8 10វិញហ្នឹងបងណាមួយថ្ងៃបើមិនអញ្ចឹងមិនជាប់ជាពាក់កវលខ្សែកពេញខ្លួនទេណាបើមិនអញ្ចឹងមិនផ្ដាំកូនឲ្យតែញថ្នាំសក់ទេណាយាយណាបើមិនអញ្ចឹងមិនមែនខំប៉ះប៉ៅទេតែមកបន់នេះបានដឹងបដូរអស់ប្រមាណសម្រាប់ទេអញស្លៀកអាស៊ីជពូដូចមិនសូវសមដាក់អាស៊ីលៀបវិញហើយហ្នឹងហើយដាក់ស៊ីលៀបដូចមិនសូវសមដាក់ពណ៌ស្វាយវិញដាក់ស្វាយដូចមិនសូវសមដាក់ពណ៌នេះពណ៌នោះហីបេម៉ត់ដូចរៀងសបន្តិចដាក់ស៊ីជពូនេះដូចស្អាតជាងហ្នឹងវិញឃើញទេណានៅតែជាប់ជាពាក់វាមិនងាយទេឥឡូវប៉ុណ្ណឹងចោះមិនបញ្ជាក់វែងឆ្ងាយទេទៀនប្រសូតអត់លើកទាំង10ទេលើកតែមួយវត្តថាំងអ្នកឲ្យសម្ពុតឈ្មោះថាឲ្យពណ៌សម្បោនឹងស្រស់ស្អាតទៅអនាគតជាតិហើយអាចទទួលបានសេចក្តីសុខទាំងបច្ចុប្បន្ននេះផងអនាគតជាតិផងសុខទាំងផ្លូវកាយសบายទាំងផ្លូវចិត្តដោយអាត្មាបញ្ជាក់ខាងដើមកាលណាម្ចាស់ទៀនត្រេកអររីករាយបៃតិសមនស្សរីករាយនឹងសម្ពុតរបស់គាត់ឃើញលោកយកទៅប្រើទៅក៏កើតបៃតិសមនស្សរីករាយជ្រះថ្លាទៅសบายហរតីក្នុងចិត្តនឹងមិនមានជាប់ជាពាក់រឿងអីសបាយទាំងបច្ចុប្បន្នរហូតដល់អនាគតជាតិក៏បុណ្យកុសលនឹងចម្រើនដែរណាអង្គម្ចាស់សូមនិមន្តជ្រាបសាធុជ្រាបហើយអនន្តដល់ហើយអធិប្បាយបកស្រាយឲ្យញោមយល់ច្រើនហើយចឹងអ្នកដែលមិនទាន់ស្គាល់និព្វានច្បាស់កុំអាប្រាថ្នាញោមចាំយើងស្គាល់ឲ្យច្បាស់កុំប្រាថ្នាបើឮគេថាឃើញម្ដងឬគេថា10ដងមិនបានទៅជួបម្ដងទេបានទៅជួបម្ដងមិនទាន់បានសាកម្ដងឬគេជួប10ដងមិនទាន់បានសាកម្ដងចឹងវាចេះតែអញ្ចឹងណាញោមបើឲ្យញោមខ្លះមិនទាន់ស្គាល់និព្វានហើយខ្លះស្គាល់និព្វានហើយនឹងចង់ទៅទៀតខ្លាចអត់មានប្តីហូបទៅចឹងទៅឥឡូវញាតិញោមគ្រាន់តែយល់ចេះទៀនប្រសូតទៀនវិន័យវាគ្រាន់តែរបស់តែមួយទេប៉ុន្តែបែបធ្វើខុសគ្នាបែបទៀនក្នុងវិន័យសម្ពុតដូចគ្នាប៉ុន្តែយើងកាត់ឲ្យត្រឹមត្រូវវាមានຂະຫນាតមានបន្ទាត់អីឲ្យត្រឹមត្រូវអានឹងយើងត្រឹមត្រូវទៅតាមវិន័យដល់ពេលប្រគេនក៏ត្រូវឲ្យត្រឹមត្រូវទៅតាមអង្គនៃការប្រគេនដែរហើយចំណែកខាងប្រសូតឲ្យតែជ្រះថ្លាលះចេញអំពីខ្លួនឲ្យទៅបុគ្គលដទៃជាបដិគាអាកាសអានោះបានតែម្ដងដូចជាក្នុងពេលនេះនឹងយើងបែងចែកឥឡូវយើងយល់ហើយទានវិន័យនិងទានប្រសូតហើយចុះចំណែកទានអភិធម្មវិញអានន្តទានអភិធម្មមានប្រមាណអ្វីខ្លះហើយអ្នកដែលធ្វើទានក្នុងអភិធម្មនោះវាបានប្រយោជន៍យ៉ាងណាខ្លះដែរសូមវិសាចនីផន្តេកសបៈបពិតព្រះមហារាជកសបបងដ៏ចម្រើនទានក្នុងបអភិធម្មហ្នឹងហើយមិនវែងទៀតទេញោមក៏សម្រួលអេយ៉ាបត់នៅវាដាក់លើថ្ងៃនេះក៏ទីហោតែញោមធ្លាប់ហូបបាយក៏មួយថ្ងៃធ្លាប់តែ2ចានថ្ងៃហ្នឹងគេមកបខំឲ្យ4ចានបន្ទុក3សាច់អីក៏លេបចូលដែរមែនទេប៉ុន្តែទ្រាំតិចណាស្ដាប់ធម៌តែ1ម៉ោងជាងតិចអូក្អេលកូនបើឆងរុនជើងរំវងពី1ម៉ោងក៏អត់ត្អូញ
ណាទ្រាំតែចឹងចឹងបច្ចៈញាតិញោមណាទានប្រអភិធម្មមានប្រមាណទានប្រអភិធម្មមាន6រូបសម្លេងក្លិនរសផលថពៈធម្មរម្មដែលមាន6ហ្នឹងឥឡូវអ្នកធ្វើទានប្រអភិធម្មវាបានផលដូចម្ដេចមិញយើងនិយាយពីរឿងទានប្រសោតបានផលដូចម្ដេចហើយអត់បានលើកទាំង10ទេអភិធម្មក៏ដូចគ្នាលើកតែមួយចោះមួយហ្នឹងលើកអាខាងដើមគ្នាណាឲ្យរូបជាទានណាឲ្យរូបជាទានហ្នឹងឲ្យរបៀបម៉េចណាឲ្យរូបជាទានក្នុងបរមត្តធម៌លោកសំដៅដល់ការលះសកាយតិដ្ឋិលះសកាយតិដ្ឋិអាហ្នឹងត្រូវចិត្តយាយយាយស្ដាប់យកចិត្តទុកដាក់យើងអ្នកប្រាថ្នាអរិយទ្រព្យយើងអ្នកប្រាថ្នាលោកកតរៈដែលអាត្មាធ្លាប់បញ្ជាក់ថាមានអ្វីលើលោកនេះមិនប្រសើរស្មើនឹងមានសទ្ធាទ្រព្យអ្វីលើលោកនេះមិនប្រសើរស្មើដោយអរិយទ្រព្យត្រជាក់អ្វីលើលោកនេះមិនប្រសើរស្មើនឹងយើងត្រជាក់ផ្លូវចិត្តណាលោកអ្វីលើលោកនេះមិនប្រសើរស្មើនឹងលោកកតរៈកាយនេះស្រណុកអ្វីមិនប្រសើរស្មើនឹងកាយនឹងវាឈប់ធ្វើនៅអំពើបាបជាដើមលក្ខនឹងលក្ខអាត្មាអង្គុយទៅសេប្រៀបធៀបជាមួយនឹងធម៌ព្រះលើកមកជាឧទាហរណ៍ដើម្បីឲ្យញោមស្ដាប់ទៅយល់ចូលចិត្តណាអាត្មាធ្លាប់បញ្ជាក់ថាមានអ្វីលើលោកនេះមិនប្រសើរស្មើនឹងមានសទ្ធាលោកអ្វីលើលោកនេះមិនប្រសើរស្មើនឹងលោកកតរៈត្រជាក់អ្វីមិនប្រសើរស្មើនឹងត្រជាក់ផ្សៅចិត្តទ្រព្យអ្វីមិនប្រសើរស្មើដោយអរិយទ្រព្យឥឡូវញោមអ្នកប្រាថ្នាអរិយទ្រព្យដែលយើងលះសកាយតិដ្ឋិលះរបៀបម៉េចណាលះអត្តាការប្រកាន់មមចំពោះតួខ្លួននេះលះរបៀបម៉េចហើយឲ្យរូបជាទាននឹងឲ្យរបៀបម៉េចណាញោមធ្លាប់សូត្រទានបារមីទាំង30ដឹងណាទានបារមីទានឧបបារមីទានបរមត្ថបារមីណាទាននឹងវាបានមាន3ថ្នាក់ខុសពីគ្នាអញ្ចឹងសីលបារមីសីលឧបបារមីសីលបរមត្ថបារមីបើយើងនិយាយទានបារមីទានឧបបារមីទានបរមត្ថបារមីឧទាហរណ៍តលះរូបជាទានទានបារមីគេធ្វើរបៀបម៉េចទានបារមីឧទាហរណ៍តយាយមានកវលនៅជាប់នឹងខ្លួនអាចលះកវលនឹងឲ្យជាទានបានមានខ្សែដៃជាទានមានខ្សែដៃលះខ្សែដៃនឹងឲ្យជាទានបានប៉ិនកុំលះឲ្យហួសប្រមាណពេកណាញោមដែលអាត្មាធ្លាប់បញ្ជាក់ញាតិញោមខ្លះទៅឥណ្ឌាទៅសេរីលង្កាឃើញអណោចធម្មណាកូនគេខំប្រឹងសំលុយដំកវលដំខ្សែកឲ្យម៉ែពាក់ម៉ែនេះមិនពាក់ខំយកកវលយកខ្សែកហ្នឹងទៅដោះដានដៅអស់ហើយដល់កូនមកវិញវាអត់ឃើញមាសឃើញខ្សែកសួរនាំលេចកើតដឹងរឿងឆ្លុះទាស់តែងខ្វែងកំណត់មួយម៉ែឪហ្នឹងណាវាមិនកើតបន់វាកើតទោសៈចិត្តវានាំឲ្យកើតបាបអកុសលទៅវិញតើណាលះហ្នឹងកុំលះឲ្យអត់មានបញ្ញាត្រូវលះមានបញ្ញាប្រកបព្រមដោយបញ្ញាដែរហើយជួនកាលដោះទៅវាមិនបូជាព្រះមិនសบายចិត្តនឹងរឿងរបស់ហ្នឹងអីកាលព្រះអង្គនៅបជនព្រះអង្គលះរបស់ហ្នឹងឲ្យយើងយករបស់ហ្នឹងទៅឲ្យព្រះអង្គសบายទៅទេញោមទីហោទេបើព្រះអង្គគង់ជាបជនមានបជននៅឡើយព្រះអង្គអត់សบายចិត្តទេណាព្រះអង្គធ្លាប់បញ្ជាក់ថាមិនមកពីយើងក៏មិនយល់ហើយអាអ្នកនាំហ្នឹងវាចេះតែលោភៈបាំងមុខផងនាំគេទៅផ្លូវខុសណាមិននាំទៅផ្លូវត្រូវនាំមនុស្សមកផ្លូវក្រក់នាំបរិស័ទទៅផ្លូវប្រកថាហ្នឹងមិនតេះទៀនទេញោមហើយគ្រាន់តែថាឲ្យគិតថាលះឲ្យមានបញ្ញាព្រោះក្នុងកពីដីកាព្រះអង្គបញ្ជាក់កាលព្រះអង្គនៅបជនការបូជាដល់ប្រសើរមិនមែនណាអាមិសបូជាទេជាការបូជាដល់ប្រសើរណាគឺធម្មបូជានិងបដិបត្តិបូជាណាការបូជានេះទៅប្រសើរមិនមែនអាមិសបូជាទេណាមិនមែនបរិខាផ្សេងទេការបូជាដល់ប្រសើរគឺធម្មបូជាការបូជាក្នុងធម៌បដិបត្តិបូជាការបានសិក្សាការបានស្ដាប់បានរៀនបានស្វាជាទន្ទិញតាមពុទ្ធឱវាទចេះចាំហើយបានបដិបត្តិពលត្រូវតាមកន្លងរបស់ព្រះអង្គផងអានឹងទៅជាការបូជាដល់ប្រសើរមិនកវលមិនខ្សែកនឹងទេតើណាប៉ាន់គ្រាន់មកបញ្ជាក់ថាទានបារមីអ្វីដែលជាប់នៅនឹងរូបខាងក្រៅនេះយាយអាចលះឲ្យជាទានបានទាំងអស់ទានឧបបារមីកុំថាឡើយដល់អ្វីដែលជាប់នៅនឹងរូបនេះកវលខ្សែកសំបីតដៃសំបីតជើងសំបីតម្រាមដៃម្រាមជើងក៏យើងអាចលះឲ្យជាទានបានដែរហ្នឹងទានឧបបារមីនៅលើទានបារមីតិចដល់ទានបរមត្តបារមីដោយព្រះអរហន្តព្រះយោគីវចរព្រះខៃណាស្រព្រះអរិយបុគ្គលដែលលោកអស់ហើយរាគាតិកិលេសទាំងពួងណាលោកលះហើយសកាយតិដ្ឋិលោកលែងប្រកាន់មមចំពោះកាយនេះទៀតហើយលះហើយអត្តាលែងមានការប្រកាន់មមចំពោះតួខ្លួននេះទៀតហើយណារាគាតិកិលេសទាំងពួងមិនសាត់បង់ហើយនិវរណៈប្រាវធម៌5កាមឆន្ទៈជាបត្តៈឧទ្ធិចកុកច្ចៈវិជេកឆាលោកធម៌8មានលៀបអត់លៀបមានយកអត់យកសុខសរសើរនិន្ទាការប្រកាន់មមអីណាលែងមានទៀតហ៎ចឹងលោកអាចលះបានទាំងអស់សំបីតែអាយុជីវិតក៏លោកអាចលះបានឃើញទេ
មិនប្រកាន់មមចំពោះកាយមិនប្រកាន់មមចំពោះកាយនេះថាជារបស់អញលែងប្រកាន់សក់អញស្បែកអញអ្វីអញទាំងអស់លោកអាចលះបានទាំងអស់ដល់ពេលហ្នឹងសក់ស្ងប់អស់ញោមប៉ាន់យើងកុំថាឡើយដល់លះដល់ប៉ុណ្ណឹងពុទ្ធជននោះណាសំបីតលះត្រឹមតសក់ហ្នឹងកុំឲ្យតលៀបពណ៌កុំឲ្យទៅជាប់ជាពាក់ពេកទៅនឹងលះអំបានផងនៅយាយណាណាមួយថ្ងៃនៅតែមុខកញ្ចក់ដូចអាត្មាថាអញ្ចឹងនៅតែកាច់រៀងហ្នឹងទៅរលះហើយណាបានហ្នឹងហើយប៉ណ្ណលៀបចោសម្អាតចោញោមមិនមែនបញ្ជាក់ថាអញ្ចឹងមិនឲ្យស្រឡាញ់រូបទេពុទ្ធជនត្រូវតែស្រឡាញ់ប៉ុន្តែស្រឡាញ់ហ្នឹងឲ្យមានបញ្ញាកំណត់ដឹងអ្វីក៏ដឹងណាយើងជាប់ជាពាក់តែយើងត្រូវចេះកំណត់ដឹងណាកុំឲ្យហួងហែងប្រកាន់មមពេកទៅសក់នឹងវាកើតដែរសក់នឹងវាកើតដែរហើយសួរតលះរបៀបនឹងបានហើយតើផលវាបានយ៉ាងម៉េចវិញណាដោយទានបរមត្តបរមីលះសំបីតែអាយុជីវិតកុំថាឡើយដៃជើងកុំថាឡើយទ្រព្យសម្បត្តិពេលហ្នឹងគឺសក់ដូចអាបញ្ជាក់អញ្ចឹងអេកន្តៈបរមសក់មានតែមួយអត់មានសក់អីលាយឡំអជាតិតាំងអចរង្គអជាតិថងអមរណងលែងប្រកបចំពោះលោកទៀតហើយណាលែងមានជាតិជារាជាតិធិមរណៈលែងមានការជាប់ជាពាក់រឿងអីទាំងអស់ដូចអាបញ្ជាក់ខាងដើមសក់ស្ងប់ព្រៀបហាក់បីដូចជាថ្មភ្នំណាដែលខ្យល់មកពីទិសណាព្យុះមកពីទិសណាបក់បោកក៏មិនអាចខ្លាំងយ៉ាងណាក៏មិនអាចបក់នៅថ្មភ្នំនឹងឲ្យវារង្គើណាឬក៏រសាត់តាមកម្លាំងនៃខ្យល់នឹងបានដែរហើយអភិធម្មបើនិយាយមកផ្លែតនោះដូចមិនយល់ទេណាទុក3ប្រងលើកឧទាហរណ៍មិនក៏ដូចស្ដាប់មិនយល់ដែរមកតែអញ្ចឹងមិនវែងឆ្ងាយទេក៏មកវែងពេកណាព្រះអរហន្តអញ្ចឹងណាចិត្តរបស់លោកវាស្ងប់អញ្ចឹងណាដូចថ្មភ្នំដូចខ្យល់មកពីទិសណាក៏មិនអាចបក់ចិត្តលោកឲ្យរីណាឲ្យមានការបញ្ឆន្ទៈជាបត្តិទៀតដែរឲ្យមានការជាប់ជាពាក់ត្រេកតាពេញចិត្តចំពោះសកាយតិដ្ឋិចំពោះអត្តាប្រកាន់មមចំពោះតួខ្លួននឹងទៀតដែរលោកអាចលះបានទាំងអស់ណាអាហ្នឹងចឹងលែងមានការជាប់ជាពាក់លែងមានខណ្ឌរាគៈស្រឡាញ់ពេញចិត្តជាប់ពាក់នឹងរូបសម្លេងក្លិនរសផតថាពាក់នឹងទៀតហើយណាទោះបីជាមកតាមរយៈអាយតនៈខាងក្នុងក្តីអាយតនៈខាងក្រៅក្តីចាក់ខុសឃើញរូបល្អក្តីសោតៈឮសម្លេងពីរោះក្តីមិនពីរោះក្តីក៏លែងមានការជាប់ជាពាក់ដែរណាឧបេខាចិត្តជាកណ្ដាលនឹងព្រះអរហន្តអញ្ចឹងឧបេខាចិត្តណាមិនមានតោមនោះមិនមានសោមនោះបដិកៈខ្លាំងខ្លាក់ជាមួយនឹងរឿងដែលជួបប្រសពណាទោះបីជាកើតឡើងតាមរយៈអាយតនៈខាងក្នុងហើយអាយតនៈខាងក្រៅក្តីមិនតោមនោះមិនសោមនោះមិនបដិកៈជាមួយនឹងរឿងដែលលោកជួបប្រសពណាឧបេខាចិត្តសុខស្ងប់ណាសុខស្ងប់នឹងកាយវិវេកចិត្តវិវេកឧបធិវិវេកស្ងប់សុខហ្នឹងមិនបញ្ជាក់វែងឆ្ងាយទេណាលះរូបជាទៀនគឺលះសកាយតិដ្ឋិលះអត្តាការប្រកាន់មមចំពោះតួនេះចំពោះរូបនេះថាជារបស់អញកាលណាលះបានសេចក្តីសុខក៏រមែងចម្រើនកើតមានមិនមែនសុខក្នុងលោកីយៈនេះទេលះបានអលលោកតរៈតលព្រះអរិយបុគ្គលតលព្រះអរហន្តដល់បញ្ញាប់ពេកទៅដូចចង់វែងអស់ញោមទៅមុខទៅក្រមុខទៅក្រណាបញ្ញាប់រូបពេលវេលាកុំឲ្យវែងពេកណាអញ្ចឹងលះណារូបឲ្យទៅជាទៀនដូចអាបញ្ជាក់អញ្ចឹងណាហ្នឹងហើយរមែងទទួលបានសេចក្តីសុខដូចអាបញ្ជាក់ខាងដើមដូចខ្ញុំប្រកាសអាត្មាភាពបញ្ជាក់ខាងដើមណាអង្គម្ចាស់សូមនិមន្តទទួលសាធុទទួលហើយព្រះអនន្តមិនទៅញោមអើយស្ដាប់យល់អត់ណោះហ្នឹងហើយបើយើងស្ដាប់ទៅរៀងពិបាកយល់ប៉ុន្តែអាត្មាចង់ពង្រួមឲ្យខ្លីចេះញោមដែលថាឲ្យរូបជាទៀនហ្នឹងឧបមាថាយើងមានបាយមួយចានក៏បាយហ្នឹងបើយើងប្រគិនត្រឹមត្រូវទៅតាមអង្គនៃវិន័យអាហ្នឹងជាទានវិន័យតែបើយើងមានសទ្ធាបាយធម្មចានហ្នឹងប្រគិនលោកអាហ្នឹងជាទានប្រសោតប្រគិនឲ្យលោកឆាន់ធម្មតាតែបើឃើញលោកស្គមកំប្រឹងអត់កម្លាំងលហិតលហីអាណិតលោកប្រគិនបាយលោកឧបត្ថម្ភចង្ហាន់លោកឲ្យលោកឆាន់មានសាច់មានឈាមមានកម្លាំងណែអាមានសាច់មានឈាមជាងមានកម្លាំងហ្នឹងអាហ្នឹងជាទានអភិធម្មអាហ្នឹងយើងនិយាយស្រួលស្ដាប់អញ្ចឹងណាញោមអញ្ចឹងទានប្រសោតវិន័យអភិធម្មវានៅតែជាមួយគ្នាហ្នឹងវាអត់ដាច់ពីគ្នាទេឲ្យទានវិន័យក៏ដូចជាប្រសោតឲ្យទានប្រសោតក៏ដូចជាទានអភិធម្មហ្នឹងវាជាមួយគ្នាហ្នឹងហើយនៅកាលណាយើងលះឲ្យទានវិន័យបានអាហ្នឹងដូចជាយើងចង់ទៅនិព្វានអញ្ចឹងកតាតបោតើយើងចេះឲ្យទានហ្នឹងដូចប្រពុតអញ្ចឹងមិនព្រឹកប្រតិបត្តិធម៌សម្រាប់សោតាសកតិអនាគាភ្លាមឯណាក៏ថ្នាក់ការឲ្យទានឲ្យបាយទឹកនំចំណីម្ហូបអាហារតិចតួចអនុគ្រោះដឹងគុណអ្នកមានគុណអីហ្នឹងនឹងជាផ្លូវដើរដំណើរទៅរកទីបរមសុខគឺឯកន្តៈបរមសុខព្រះនិព្វាននឹងឯងហើយចឹងការសម្ដែងពធទេសនាសង្គាយនាក្រែ3ប៉ុណ្ណឹងចុះមិនបន្តទៀតទេញោមបើដល់យោងទៅតាមពេលវេលាបនកសលប្រមុំផ្ដុំប្រមូលបានប្រមាណរទិសចែកចាយផ្សាយជូនដល់អ្នកម្ដាយរស់ធួប
នឹងលោកឲ្យពុកធូវ៉ាព្រមទាំងញាតិកាក្នុងសង្សារវត្តរបស់ញោមម្ចាស់ទានសម័យប៉ុនព្រមឲ្យអ្នកមានគុណនិងបុព្វការីជនទាំងអស់នោះបានទទួលអត្ថមនោញ្ញផលបុណ្យកុសលទៅកើតក្នុងទីដ៏សមគួរចំណែកបុណ្យកុសលនេះទៀតប្រគេនដល់ព្រះគ្រិស្តបដិជ្ជប្រគុណគ្រប់ព្រះអង្គនឹងជូនដល់ញោមញាតិពុទ្ធបរិស័ទទាំងអស់ដែលខំសវនធម៌ដោយយកចិត្តទុកដាក់រសូមឲ្យបានសុខបានចម្រើនរត់ទទួលទានមានបានធ្វើដំណើរទៅទីណាផ្លូវចិត្តផ្លូវឆ្ងាយយប់ថ្ងៃយ៉ាងណាសូមប្រកបដោយសុវត្ថិភាពមានលៀបមានសំណាងមានជ័យជំនះឈ្នះមានសត្រូវគ្រប់ទិសទីកូនចៅប្រកបរបរទទួលទានសូមឲ្យមានបានគិតអ្វីចេះតែត្រូវរបស់ណាខ្វះសូមឲ្យកើតមានរបស់ណាគ្មានសូមឲ្យបានងាយរបស់ណានៅឆ្ងាយសូមឲ្យមកចិត្តរបស់ណាមិនបានជាគិតសូមឲ្យនិមិត្តកើតឡើងឯងដោយគុណានុភាពនៃបុណ្យកុសលដែលបានកើតឡើងក្នុងទីនេះនិងបុណ្យកុសលនេះទៀតឧទ្ទិសដល់សពសត្វទាំងអស់និងបុព្វការីជនអនុជនបច្ឆាជនរបស់ញោមដែលអញ្ជើញមកចូលរួមអំពីទីចិត្តជីឆ្ងាយសូមឲ្យអ្នកទាំងអស់នោះបានទទួលបុណ្យកុសលក្នុងទីនេះតែការថ្លែងសម្ដែងធម៌ទេសនាសង្គាយនាក្រែ3រវាងកសបៈឧបល័យអនន្តសូមលាលែងតំណែងសន្មតបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងស្ដាប់ធម៌ផោផង់